ពិតជាមិនដឹងថាលោកតាកំពុងគិតអ្វីទេបើហ៊ានចំណាយលុយរៀបចំថ្លៃបណ្ណាការច្រើនយ៉ាងនេះច្បាស់ជាស្រឡាញ់អ្នកនាងណាស់ហើយតែបើពិតជាស្រឡាញ់អ្នកនាងមែនហេតុអ្វីសំបីតែមុខកូនកំឡោះក៏មិនធ្លាប់ឃើញផងព្រមឲ្យអ្នកនាងរៀបការចេញទៅនោះគឺជាគ្រួសារអភិជនត្រកូលទៅដ៏មានឥទ្ធិពលមនុស្សប៉ុន្មានអ្នកចង់តោងក៏តោងមិនបាននរណាចង់តោងក៏ឲ្យគេយកទៅវិញជន់មិនខ្វល់ទេអរកូនស្រីឲ្យគ្រួសារចយើងទូបីរកស៊ីច្រើនចំនួនមានទ្រព្យសម្បត្តិហូរហៀតែងតែត្រូវគេមើលងាយគ្រប់ទីកន្លែងពុកខំប្រឹងអស់ពីចិត្តពីថ្លើមគឺចង់រកក្នុងបង្អែកឲ្យគ្រួសារចោះពេលនេះកូនប្រុសគឺពឹងលែងបានហើយពុកឲ្យមានតែពឹងលើកូនស្រីអញហើយខ្ញុំទើបតែដឹងនៅថ្ងៃនេះទេមនុស្សស្រីទូមានឬក៏នៅទីណាក៏មិនអាចកំណត់វាសនាខ្លួនឯងបានដែរពិតជាស្អាតណាស់សង្ឃឹមថាលោកប្រុសទៅរូបនេះក៏មានទាំងរូបសម្បត្តិនិងចំណេះដឹងទើបស័ក្តិសមនឹងអ្នកនាងលោកប្រុសទៅនៅមិនទាន់មកទៀតឬនៅមិនទាន់មកទេអ្នកនាងគ្រួសារទៅនេះមិនដឹងយ៉ាងម៉េចទេមេឃងឹតទៅហើយកូនកំឡោះក៏មិនលេចមុខមិនបាច់រងចាំទេលោកស្រីទៅតើមានរឿងអ្វីកើតឡើងហឹងស្រាប់តែមានជំងឺយប់នេះមកមិនបានទេឯងវិញមិនបាច់ចាំទេឆាប់សម្រាកទៅថ្ងៃរៀបការថាមិនមកក៏មិនមកមានហេតុផលបែបនេះពីអង្ការគ្រួសារទៅនេះតាំងពីចូលរោងមកគឺមានអារម្មណ៍ថាមិនស្រួលត្រជាក់ស្រេបគួរឲ្យខ្លាចមើលភូមិគ្រឹះទៅនេះទៅដល់ទីណាក៏មានខ្យល់ត្រជាក់ដែរបានហើយមិនមកក៏ល្អដែរបានស្ងប់ស្ងាត់អូយអ្នកនាងមិនទាន់បានញ៉ាំអ្វីពេញមួយថ្ងៃហើយខ្ញុំនឹងទៅផ្ទះបាយយកនំខ្លះមកសិនចម្លែកណាស់ផ្ទះគ្រួសារទៅនេះមិនក៏មានក្លិនចម្លែកណែឯងបានឬទេកូនក្រមុំនោះថ្ងៃនេះអង្គុយស្ងៀមពេញមួយថ្ងៃនៅក្នុងបន្ទប់កូនក្រមុំមែនឬចុះលោកស្រីដោះស្រាយជាមួយនាងយ៉ាងម៉េចប្រាប់ថាលោកប្រុសស្រាប់តែមានជំងឺនិយាយទៅវាជារឿងពិតឯងនិយាយមើលកូនក្រមុំនេះក៏គួរឲ្យអាណិតដែរបើនាងដឹងថាជំងឺរបស់លោកប្រុសយើងមិនដែរធ្លាប់ជាសះស្បើយទេខ្លាចថាសំបីតែទ្វារក៏មិនហ៊ានចូលផងគួរតែអាណិតខ្លួនឯងសិនទៅតាមឆ្នាំ3ឆ្នាំមកហើយមិនដឹងថាពេលណាទើបដល់ទីបញ្ចប់ទេអូយឯងគិតថាលោកប្រុសយើងកើតជំងឺអ្វីទៅគ្រូពេទ្យក្នុងវាំងសុទ្ធតែមកមើលអស់ហើយមិនក៏នៅតែមិនឃើញជាសះស្បើយសោះនេះជារឿងដែលឯងត្រូវខ្វល់មែនទេចេះដឹងរឿងច្រើនម្លេះថ្នាំដាំឆ្អិនហើយឆាប់យកទៅឲ្យលោកប្រុសទៅលោកប្រុសទៅដល់ម៉ោងញ៉ាំថ្នាំហើយឆាប់មកទីនេះឆាប់មកទីនេះលោកប្រុសអូនាងគឺជាអ្នកនាងចរល្បីថាមានរូបសម្រស់និងចំណេះដឹងគ្មានពីរបានឃើញផ្ទាល់ថ្ងៃនេះពិតជាមានសម្រស់ពីកំណើតមែនសម្រស់ពីកំណើតហើយយ៉ាងម៉េចទៅត្រឹមតែកូនស្រីត្រកូលអ្នកជំនួញខំប្រឹងតោងតាក់ត្រកូលទៅយ៉ាងលំបាកទើបតែរៀបការរួចសោះក៏ត្រូវនៅមេម៉ាយបាត់ទៅហើយមិនដឹងជានាងមានជោគវាសនាឆុងប្តីក៏មិនដឹងនិយាយបែបនេះមិនត្រូវទេអ្នកក្នុងក្រុងនេះទាំងលើទាំងក្រោមនរណាមិនដឹងថាលោកប្រុសធំត្រកូលទៅនេះជាឆ្នាំទៅដង្ហើមមួយចុងគឺពឹងតែលើថ្នាំដើម្បីទប់បើជាខ្ញុំវិញទើបរៀបការចូលមកត្រូវបំរើមនុស្សពិការនេះអស់មួយជីវិតសុខចិត្តនៅមេម៉ាយប្រសើរជាងតាមពិតខ្ញុំគ្មានសម្ពាធអ្វីបន្តិចសោះឡើយហោះខ្ពស់មួយចម្ងាយរាប់ពាន់យោជន៍ស្លាប់បានដុះពេញលេញឆ្ពោះទៅកាន់សមុទ្រទាំង4ស្លាប់ដុះពេញលេញហើយយ៉ាងម៉េចទៀតទៅនៅតែមិនអាចគ្រប់គ្រងវាសនាខ្លួនឯងបានដែរតើ
ដល់ម៉ោងហើយដល់ម៉ោងហើយដល់ម៉ោងហើយសូមអញ្ជើញលោកស្រីទៅហឹងរៀបចំពិធីព្រះឲ្យកូនប្រសារស្រីថ្មីនេះថ្លើមធំមែនហ៊ានមិនទទួលយកសម្លៀកបំពាក់កាន់ទុកពេលនេះលោកស្រីទៅប្រកាសជាមិនលើកលែងឲ្យនាងទេស័ក្តិសមជាកូនស្រីត្រកូលអ្នកចំនួនមែនមិនស្គាល់សំបីតែពាក្យថាការអប់រំការមិនបានទទួលសម្លៀកបំពាក់នេះគឺជាការធ្វើប្រហែសរបស់ខ្ញុំលោកស្រីមិនចាំបាច់និយាយទាញយករឿងផ្សេងទេបើមិនមែនមកពីខ្វះការអប់រំចុះហេតុអ្វីបានជាមិនគោរពស្វាមីបែបនេះធ្វើឲ្យខូចកិត្តិយសគ្រួសារស្វាមីដល់ម្លេះលោកស្រីតើពាក្យនេះមានន័យថាម៉េចការអប់រំរបស់វិញជនតាំងពីតូចគឺធ្វើតាមបេះដូងខ្លួនឯងការរៀបការចូលត្រកូលទៅនេះមិនមែនជាបំណងរបស់ខ្ញុំទេទៅហឹងធ្លាក់ខ្លួនឈឺនៅលើគ្រែខ្ញុំនឹងគាត់សំបីតែមួយម៉ាត់ក៏មិនដែលធ្លាប់និយាយផងមានមនោសញ្ចិត្តណាមកពីណាវិញជនមានកំហុសត្រង់មិនសូវមានទុកសពប៉ុណ្ណោះប៉ុន្តែពិតជាមិនមានចិត្តណាមិនគោរពសំបីបន្តិចឡើយផ្ទុយទៅវិញលោកស្រីដែលនៅទីនេះនិយាយចង្អុលមុខបញ្ជុះបោះទើបជាការមិនគោរពដល់គ្រួសារអ្នកជំនួញអូមកតអាក្រក់ណាស់ណាបើរឿងគ្រប់យ៉ាងសុទ្ធតែមិនមែនជាបំណងរបស់នាងអ៊ីចឹងថ្ងៃនេះខ្ញុំនឹងបំពេញបំណងឲ្យនាងទៅចុះស្ត្រីត្រូវយកការស្ដាប់បង្គាប់ជាធំសូមអ្នកទាំងអស់គ្នាធ្វើជាសាក្សីស្ត្រីឈ្មោះចវិញជនម្នាក់នេះមិនរក្សាប្រពៃណីស្ត្រីប្រឆាំងស្វាមីធ្វើឲ្យខូចកេរ្តិ៍ឈ្មោះត្រកូលខ្ញុំគ្រួសារទៅខ្ញុំមិននឹងអាចទុកនាងបានទៅអ្នកបំរើទិញនាងចេញទៅកុំប៉ះខ្ញុំមិនបាច់ពួកឯងបញ្ចេញដៃទេខ្ញុំដើរចេញដោយខ្លួនឯងល្អណាស់របស់គ្រួសារទៅខ្ញុំសំបីតែមួយមុខក៏មិនអនុញ្ញាតឲ្យយកទៅដែរថ្លៃបណ្ណាការគឺមិនសងវិញសំបីមួយសេនប្រកាសណាស់នៅតែមិនដាច់អាល័យពីទ្រព្យសម្បត្តិគ្រួសារអ្នកចំនួនយើងឡថ្លៃបណ្ណាការនោះចាត់ទុកថាគ្រួសារចោះជូនលោកស្រីចោះប៉ុន្តែមានរបស់មួយមុខខ្ញុំត្រូវតែយកទៅលោកស្រីមេផ្ទះស្វេសូមពិនិត្យមើលក្នុងហឹបពិនថាតើមានលាក់ទ្រព្យសម្បត្តិឬអត់បាទលោកស្រីជំរាបលោកស្រីក្នុងហឹបពិនគ្មានរបស់ផ្សេងទេអីចឹងឲ្យពួកនាងប្រញាប់ចេញទៅកុំនៅទីនេះទៅភ្នែកហឹងអើរបស់ខ្ញុំបាទលោកស្រីឈប់សិនខ្សែទាំង3នេះគឺខ្ញុំនាំយកមកពីផ្ទះចាសោះតោះហេខឹងស្លាប់ហើយលោកស្រីទៅម្នាក់នេះពិតជាធ្វើបាបគេហួសហេតុពេកហើយអ្នកនាងមិនខឹងទេមានអីត្រូវខឹងទៅចេញពីត្រកូលទៅគេចពីត្រង់ដ៏ស្ងាត់ជ្រុងបែបនេះខ្ញុំសប្បាយចិត្តសឹងស្លាប់ទៅហើយខ្ញុំគ្រាន់តែបារម្ភថាថ្ងៃក្រោយគេនឹងនិយាយដើមអ្នកនាងទុកឲ្យគេនិយាយតាមចិត្តទៅចាប់ពីថ្ងៃនេះទៅជីវិតរបស់ខ្ញុំលែងឲ្យអ្នកណាជំនួសមកចង្អុលបង្ហាញទៀតហើយមានរឿងអីជំរាបអ្នកនាងរទេះសេះខូចហើយអ្នកនាងគួរតែរកកន្លែងសម្រាកសិនទៅតើយើងមកដល់ណាហើយអោះចូលដល់ក្រុងលីងឈុងហើយឬថាទីនេះជាហាងស្រាដែលល្អបំផុតក្នុងក្រុងលីនឈុងល្បីឈ្មោះទូទាំងរាប់រយយោជបងឆាងឈីងសូមភ្លក់បន្តិចទៅអរគុណបងវាងដែលបានរៀបចំយ៉ាងអធិកអធមនិយាយទៅគួរឲ្យខ្មាស់ណាស់ប្អូនទៅតែចូលកាន់តំណែងថ្មីនៅមានចំណេះដឹងមានកម្រិតពីក្រុងលីនឈុងបើមិនដូច្នេះទេច្បាស់ជាអាចនាំបងឆាងឈីងដើរកំសាន្តនៅកន្លែងល្អច្រើនជាងនេះបងវាងគួរសំពេចហើយឲ្យសៀងយូស្នាក់នៅបណ្ដោះអាសន្ននៅស្ទូថឹងបានជួយដោះស្រាយបញ្ហាបន្ទាន់របស់ខ្ញុំហើយលើកនេះសៀងយូមិនដឹងសំបីតែត្រូវទៅស្នាក់នៅទីណាស្ទូថឹងនេះដើមឡើយគឺសម្រាប់តែទទួលភ្ញៀវអ្នកចេះដឹងប៉ុណ្ណោះបើបងឆាងឈីងចូលចិត្តចង់ស្នាក់នៅយូរប៉ុណ្ណាក៏ស្នាក់ទៅគួរឲ្យស្ដាយដែលមហិច្ឆតាមិនទាន់បានសម្រេចខ្លាចតែគ្មានអារម្មណ៍សម្រាកទេតោះបងវាងអញ្ជើញមិននឹកស្មានថានៅក្នុងក្រុងលីនឈុងនេះក៏អាចជឿសំឡេងពិនដ៏ពីរោះរណ្ដំអីយ៉ាងនេះតើសំឡេងពិននេះមានភាពអស្ចារ្យអ្វីទៅសំឡេងពិននេះបញ្ចេញនៅភាពអាក់អន់ចិត្តនិងមិនសុខចិត្ត
ប្រហែលមានតែអ្នកដែលមានអារម្មណ៍ដូចគ្នាទើបអាចយល់បានបងវាងជួបរឿងរលូនគ្រប់យ៉ាងជាធម្មតាមិនរំជើបរំជួលទេតោះឯនេះមិនមែនជាបទដែលអ្នកនាងទើបតែលេងមែនទេសំឡេងពេលនេះមិនធម្មតាមានលក្ខណៈផ្ទាល់ខ្លួនទៅជាអាចគៀងខ្យល់ហៅភ្លៀងបញ្ជាខ្មោចបិសាចក្នុងនោះអារម្មណ៍នៃការមិនសុខចិត្តកាន់តែខ្លាំងក្លាជាងអូនៅក្នុងហាងស្រាដ៏អ៊ូអរនេះតើនរណាកំពុងលេងទៅនឹងខ្ញុំខ្ញុំត្រូវទៅស៊ើបសួរមើលសិនជំរាបលោកម្ចាស់នារីដែលកំពុងលេងពេលនោះគឺជាកូនស្រីរបស់ចរវាងស៊ុនឈ្មោះចរវិនជុនអពិតមែនណាស់នៅក្នុងក្រុងលីនឈុងនេះអ្នកដែលអាចលេងបទដែលធ្វើឲ្យបងឆាងឈីងរំជួលចិត្តបានគឺមានតែចរវិនជុនប៉ុណ្ណោះចរវិនជុនណានាងគឺជាកូនស្រីរបស់សេដ្ឋីទី1ក្នុងក្រុងលីនឈុងគឺចរវាងស៊ុនដូចផ្កាឈូកចិញ្ចាមដូចជួរភ្នំអាចហៅបានថាមានទាំងរូបសម្រស់និងចំណេះដឹងត្រូវអាគមហាសេនាបតីទៅសៀនសំគុំឲ្យរៀបការជាមួយសាច់ញាតិខាងម្ដាយគឺគ្រូសាគ្រាន់តែមិនដឹងថាហេតុអ្វីបានជាលេចមុខនៅក្នុងហាងស្រានេះទេឮថាលោកប្រុសគ្រូសាទៅនោះធ្លាក់ខ្លួនឈឺនៅលើគ្រែយូរមកហើយក៏បានស្លាប់នៅយប់សំដំណេកតែម្ដងអ្នកនាងចរក៏ត្រូវបានគេបណ្តេញចេញមកអត់ទៅប្រៀបការសោះខ្លាយជាមេម៉ាយទៅហើយពិតជាគួរឲ្យស្ដាយណាស់អ្នកនាងបរោះដែលលេងពេញនោះមិនដឹងជានរណាទេតែលោកអភិបាលស្រុកវាងថ្មីហៅគាត់ថាបងឆាងឈីងរហូតបងឆាងឈីងឬមួយក៏ជាស៊ឺម៉ាសៀងយូដ៏ល្បីល្បាញនោះអ្នកនាងរទេះសេះជួសជុលរួចហើយយើងប្រញាប់ត្រឡប់ទៅវិញទៅចាស់សោះអ្នកនាងរៀបនឹងចេញទៅហើយមែនទេចាស់សសូមស្វាគមន៍អ្នកនាងសម្រាប់ការអញ្ជើញមកលើក្រោយសូមសួរលោកតើលោកគឺខ្ញុំបាទគឺជាថៅកែហាងស្រានេះឯងចុះភ្ញៀវនៅក្នុងបន្ទប់កិត្តិយសអំបញ្ញមិញនេះតើទៅណាហើយភ្ញៀវទាំងពីរអ្នកនោះទើបតែចេញទៅអំបញ្ញមិញនេះឯងអ្នកនាងសូមឲ្យអីខ្ញុំញ៉ាំបន្តិចមកពួកយើងអត់អាហារប៉ុន្មានថ្ងៃហើយអ្នកនាងជន់អនិច្ចាទាំងនេះមកពីណាទៅឮថានៅរដូវក្តៅនេះស្រុកលីងរងស្ងួតមិនមានផលដំណាំទេប្រហែលជារត់គេចពីទីនោះមកហើយស៊ីអ៊ូនំរបស់យើងនៅមានទៀតទេចាសោះនេះវ៉ាយកទៅចុះមានចំណែកគ្រប់គ្នាស៊ីអ៊ូឯងទៅរកទិញខ្លះទៀតពីថៅកែហាងទៅចាសអរគុណអ្នកនាងមកអរគុណអ្នកនាងជូនអ្នកនាងអ្នកនាងមិនរងរបួសទេមិនអីទេអំបញ្ញមិញអរគុណលោកប្រុសដែលបានចេញមកជួយមិនរងរបួសគឺល្អហើយអូអីចឹងខ្ញុំសូមលាទៅសិនហើយអ្នកនាងពួកអ្នកស្គាល់គ្នាលោកប្រុសម្នាក់នេះគឺជាបងឆាងឈីងដែលលេងពិនអំបញ្ញមិញនោះឯងហាបងវាងតើមានរឿងសប្បាយអ្វីឬមានតើជារឿងមង្គលដែលធ្លាក់ពីលើមេឃមកឯងតើបងឆាងឈីងដឹងទេនារីដែលបងបានធ្វើជាវីរបុរសជួយសង្គ្រោះអំបញ្ញមិញនេះជានរណា
បើតាមខ្ញុំស្មានប្រហែលជាអ្នកនាងចោវិញជន់ហើយមើលទៅតើបងដឹងដោយរបៀបណាមុខដូចផ្កាឈូកចិញ្ចាំដូចជួរភ្នំសម្រស់ស្រស់ស្អាតបែបនេះមើលមួយផ្លែក៏ដឹងបាត់ទៅហើយអាយ៉ាមើលចុះអ្នកទាំងពីរទៅតែជួបគ្នាលើកដំបូងក៏មានចិត្តដូចគ្នាលេងពេញឆ្លើយឆ្លងវីរបរោះជួយសង្គ្រោះស្រីស្អាតចិត្តយកពីចិត្តពិតជាស័ក្តិសមគ្នាមិនអាចរកគូប្រៀបបានទេបងវាងនិយាយលេងហើយស័ក្តិសមគ្នាហើយយ៉ាងម៉េចទៅគ្រួសារចោមានទ្រព្យសម្បត្តិហូរហៀធ្វើម៉េចនឹងចាប់អារម្មណ៍អ្នកប្រាធ្លាក់ខ្លួនដូចខ្ញុំទៅគ្រាន់តែមាននិស្ស័យតែគ្មានវាសនាប៉ុណ្ណោះឯងបងឆានឈីងកុំអស់សង្ឃឹមអីបើសិនជាបុព្វេវាសនាធ្លាក់ពីលើមេឃមែននោះច្បាស់ជាមានពេលវេលាល្អធ្លាក់ពីលើមេឃមកដូចគ្នាច្បាស់ណាស់ថាអ្នកនាងប្រាប់ថាមកកយគុណផ្កាស្បៃរឿងហេតុអីបានជាគិតតែពីមើលសៀវភៅអីចឹងមនុស្សម្នានិយាយថាកំណាព្យ GC នេះមានអត្ថន័យជ្រាលជ្រៅគ្មានពីរនៅលើលោកប៉ុន្តែពេលខ្ញុំអានឥឡូវនេះបែរជាមានអារម្មណ៍ថាលោកស៊ឺម៉ានេះពោពេញដោយភាពឯកោនិងភាពស្ងាត់ជ្រុងរាប់ម៉ឺនចម្ពុះប្រៀបដូចជាសត្វក្រៀលឯកោក្នុងពុកគ្រាន់តែវង្វេងផ្លូវមួយរយៈលោកស៊ឺម៉ាត្រឡប់មកបានប៉ុន្មានថ្ងៃក៏អ្នកនាងរអ៊ូតពីលោកស៊ឺម៉ាតែម្ដងខ្ញុំមើលទៅមិនមែនមានតែកំណាព្យ GC ទេសូម្បីតែលោកស៊ឺម៉ាសរសេរសម្បត្តិធម្មតាក៏អ្នកនាងមើលរហូតដល់វង្វេងអារម្មណ៍ដែរកុំនិយាយផ្ដេសផ្ដាស់ហឺហាលោកម្ចាស់រឿងអណ្ដូងរ៉ែដែលថ្មីត្រូវបានរៀបចំរួចរាល់ហើយឥឡូវនេះរងចាំតែត្រាអភិបាលស្រុកមួយប៉ុណ្ណោះទើបអាចបើកការដ្ឋានសាងសង់បានមានបងឆឹងជួយចាត់ចែងការងារខ្ញុំពិតជាអស់ក្តីបារម្ភមែនហាគ្រាន់តែអភិបាលស្រុកវាងនេះទើបតែមកថ្មីមិនទាន់ដឹងពីចរិតលក្ខណៈគាត់នៅឡើយរឿងនេះងាយស្រួលទេចាំដល់ខ្ញុំរៀបចំពិធីជប់លៀងនៅយប់បុណ្យសែនព្រះខែអញ្ជើញសេដ្ឋីនិងត្រកូលអភិជនជិតឆ្ងាយមកជួបជុំគ្នាដល់ពេលនោះអញ្ជើញលោកអភិបាលវាងមកចូលរួមក៏ដឹងហើយការអញ្ជើញមកពិធីជប់លៀងវាងាយស្រួលទេតែការចង់ផ្គប់ចិត្តគាត់ទើបជារឿងលំបាកតើបងឆឹងមានយោបល់អ្វីទេខ្ញុំបានឮថាលោកអភិបាលវាងនេះជាមនុស្សស្រឡាញ់ចំណេះដឹងណាស់ស្រឡាញ់ទ្រព្យសម្បត្តិឬហាអ្នកណាធ្វើជាអភិបាលស្រុកមិនស្រឡាញ់ទ្រព្យសម្បត្តិទៅលោកម្ចាស់មិនទាន់ដឹងទេលោកអភិបាលវាងនេះស្រឡាញ់អ្នកមានចំណេះដឹងមិនមែនស្រឡាញ់លុយកាក់ទ្រព្យសម្បត្តិទេថ្មីនេះឬថាលោកអភិបាលមានភ្ញៀវម្នាក់ស្នាក់នៅស្ទូថឹងមើលទៅហាក់ដូចជាអ្នកប្រាជ្ញម្នាក់លោកម្ចាស់គួរតែអញ្ជើញគាត់មកចូលរួមជួបជុំគ្នាដែរទៅរឿងនេះប្រហែលជាមិនសមរម្យទេយ៉ាងណាមិញមិនដឹងថាបុគ្គលនេះមានប្រវត្តិយ៉ាងម៉េចទេឋានៈយ៉ាងណាក្រែងលោធ្វើសកម្មភាពតក់ក្រហល់ធ្វើឲ្យខូចបរិយាកាសអ្នកទាំងអស់គ្នាពួកយើងគួរតែតាមដានមើលមួយរយៈសិនទៅចុះលោកម្ចាស់ចុះអាយ៉ាស៊ីអើមកទីនេះចោវាងសុននិងឆឹងចឹងបានរកឃើញអណ្ដូងរ៉ែដៃថ្មីមួយកន្លែងប្រហែលជាមានរឿងពឹងពាក់ខ្ញុំហើយទើបអញ្ជើញខ្ញុំទៅចូលរួមពិធីជប់លៀងបុណ្យសែនព្រះខែបើសិនជាបងឆាងឈីងអាចទៅជាមួយគ្នាបានវាគឺជាឱកាសដ៏ល្អមួយមិនខានសៀងយូធ្លាប់បានឮថាពិធីជប់លៀងបុណ្យសែនព្រះខែលើកនេះសុទ្ធតែអញ្ជើញមន្ត្រីជាន់ខ្ពស់និងអភិជនសៀងយូខ្លាចថាសំបីតែសិទ្ធិចូលរួមក៏គ្មានផងបងឆាងឈីងមិនបាច់បារម្ភទេទុកឲ្យប្អូនទៅជួយសម្របសម្រួលឲ្យប្រកាសណាស់មុខមាត់អភិបាលស្រុកដូចខ្ញុំនៅមានឥទ្ធិពលខ្លះមិនខានបងវាងមិនបាច់នឿយហត់រឿងនេះទេមន្ត្រីទៅតែចូលកាន់តំណែងពិបាកជៀសផុតពីការរិះគន់ណាស់តើខ្ញុំនឹងវិញជន់មាននិស្ស័យជាមួយគ្នាអត់នោះសូមទុកឲ្យព្រះជាអ្នកកំណត់ចុះលោកម្ចាស់ទាំងពីរគ្រូសាចរមានអ្នកមកសុំជួបតើអ្នកណាគេមកឬថាជាអ្នកបម្រើផ្ទាល់របស់អ្នកនាងវិញជន់អាយ៉ាមើលចុះនេះមិនមែនជាការកំណត់របស់ព្រះទេអ្នកនាងធំគ្រូសាចរគួរសមយ៉ាងនេះតើមានរឿងសំខាន់អ្វីអ្នកនាងឲ្យខ្ញុំមកលើកនេះទី1គឺដើម្បីអរគុណលោកស៊ឺម៉ាដែលបានចេញមុខជួយនៅថ្ងៃមុនទី2គឺអ្នកនាងក៏សរសើរទេពកោសល្យរបស់លោកចង់សួរថាតើលោកយល់ព្រមអញ្ជើញទៅភូមិគ្រីស្ទចរដែរទេដើម្បីបន្តនិស្ស័យស្នេហ៍ឯងនិយាយថាអ្នកនាងវិញជន់នាងក៏សរសើរខ្ញុំអ្នកនាងនៅបានប្រាប់ទៀតថាលោកស៊ឺម៉ាយកមេឃដីជាកំណាប់យកហ្វូងតារាធ្វើជាតន្ត្រីមិនមែនជាមនុស្សធម្មតាទេច្បាស់ជាមិនខ្វល់ពីកន្លងធម៌របស់លោកឯងនិងរឿងឋានៈគ្រួសារឡើយដូច្នេះបើគ្មានលិខិតអញ្ជើញពីភូមិគ្រីស្ទចរទេតើលោកអាចអញ្ជើញទៅចូលរួមពិធីជប់លៀងបានដោយរបៀបណាទៅដូច្នេះរឿងនេះនៅតែត្រូវការលោកអភិបាលវាងជួយដោះស្រាយហើយអស់ហាបងឆាងឈីងតម្លៃខ្លួនបងនេះអីចង់មិនឲ្យឡើងក៏ពិបាកដែរអ្នកនាងវិញជន់ពិតជាឆ្លាតវៃមែនលោកអភិបាលស្រុកតែងខ្លួនបែបនេះនៅថ្ងៃនេះតើចង់ទៅណាទៅពាក់សម្លៀកបំពាក់មន្ត្រីយ៉ាងអធិកអធមបែបនេះប្រហែលជាទៅជួបបុគ្គលសំខាន់ណាម្នាក់ហើយ
ថែមទាំងយកកាដូទៅច្រើនម្លេះអាយ៉ាមើលសិល្បៈចម្លាក់នេះទៅប្រកាសជាសុទ្ធតែជារបស់មានតម្លៃហើយអ្នកណាមកនឹងអភិបាលស្រុកវាងជីសូមចូលជួបលោកស៊ឺម៉ាលោកកំពុងសម្រាកមិនងាយស្រួលជួបភ្ញៀវទេសូមលោកម្ចាស់អញ្ជើញត្រឡប់ទៅវិញចុះអភិបាលស្រុកវាងជីសូមចូលជួបលោកស៊ឺម៉ាលោកកំពុងសរសេរកំណាព្យមិនគួររំខានទេសូមលោកម្ចាស់អញ្ជើញមកថ្ងៃក្រោយចុះអភិបាលស្រុកវាងជីសូមចូលជួបលោកស៊ឺម៉ាថ្ងៃនេះលោកមិននៅផ្ទះទេសូមលោកម្ចាស់អញ្ជើញត្រឡប់ទៅវិញចុះឯនៅស្ទូធំនេះតើមានបុគ្គលសំខាន់អស្ចារ្យអ្វីទៅដែលមកស្នាក់នៅទីនេះរឿងដែលបងឆាំងបាននិយាយតើជាការពិតមែនឬពិតប្រាកដណាស់ប្រជាជនជាច្រើននៅក្នុងក្រុងលីនឈុងសុទ្ធតែបានឃើញផ្ទាល់ភ្នែកអភិបាលស្រុករូបនេះទៅសួរសុខទុក្ខរាល់ថ្ងៃត្រូវគេបដិសេធម្ដងហើយម្ដងទៀតតែគាត់នៅតែមានការគោរពយ៉ាងខ្លាំងមើលទៅតាមនេះអ្នកដែលស្នាក់នៅស្ទូធំនេះប្រកាសជាបុគ្គលសំខាន់ហើយច្បាស់ណាស់បើមិនដូច្នេះទេហេតុអ្វីបានជាអភិបាលស្រុកធ្វើបែបនេះខ្ញុំក៏ចង់ទៅជួបគាត់ឲ្យបានឃើញផ្ទាល់ភ្នែកដែរថ្ងៃនេះខ្ញុំនឹងចាត់គេឲ្យយកលិខិតអញ្ជើញទៅជូនគាត់នេះប្រហែលជាត្រូវតាមបំណងរបស់លោកអភិបាលស្រុកហើយហាហាហាលោកម្ចាស់ឯងហេតុអីបេះផ្កាគឺដើម្បីកូនស្រីតូចវិនជុននោះឯងតាំងពីត្រឡប់មកពីផ្ទះត្រកូលទៅពេញមួយថ្ងៃមានតែការព្រួយបារម្ភនាងចូលចិត្តញ៉ាំនំផ្កាម្លិះបេះមកធ្វើនំឲ្យនាងបំបត្តិការអផ្សុកនិយាយពីវិនជុនខ្ញុំមានគំនិតមួយនេះគឺជាផ្កាម្លិះដែលពុកបេះផ្ទាល់ដៃណាអរគុណពុកត្រូវហើយឬថានៅពិធីជប់លៀងបុណ្យសែនព្រះខែពុកបានអញ្ជើញបុគ្គលសំខាន់ដែលមិនស្គាល់ឈ្មោះម្នាក់មកឬពិតមែនហើយគាត់គឺជាភ្ញៀវកិត្តិយសរបស់លោកអភិបាលវាងដូច្នេះក៏អញ្ជើញគាត់មកផ្ទះជួបជុំគ្នាដើម្បីបង្ហាញការរាក់ទាក់ក្នុងនាមជាម្ចាស់ផ្ទះពុកវិនជុនមានរឿងមួយចង់សុំពឹងពាក់ឲ្យតែជារឿងដែលពុកអាចធ្វើបានប្រាប់មកចុះនៅពិធីជប់លៀងបុណ្យសែនព្រះខែវិនជុនចង់ទៅចូលរួមជាមួយពុកដែរចង់ជួបបុគ្គលសំខាន់ម្នាក់នោះមិននឹងបានទៅពេលនេះកូនគឺជាមេម៉ាយថ្មីថ្មោងនៅកំពុងកាន់ទុកនៅឡើយមិនអាចចូលរួមពិធីជប់លៀងទេតែមិនអាចទៅតាក់ទងជាមួយបុរសភេទផ្ទុយដែរនៅចង់ជួបបុគ្គលសំខាន់អ្វីទៀតបោះបង់គំនិតនេះចោលទៅពុកហេតុអីពុកមិនយល់វិនជុនត្រូវបានគ្រួសារទៅដេញចេញមកលោកស្រីទៅបានបដិសេធជាសាធារណៈចំពោះការរៀបការនេះដូច្នេះខ្ញុំគ្មានស្វាមីទេបើគ្មានស្វាមីហេតុអីត្រូវតែតម្រូវឲ្យកាន់ទុកទីការបដិសេធផ្ទាល់មាត់មិនបានការទេនេះជាច្បាប់ទម្លាប់ដូនតាកូនកុំធ្វើអ្វីផ្ដេសផ្ដាសតែកូនពិតជាចង់មើលមែនត្រូវពួននៅពីក្រោយវាំងមើលឯយប់នេះលោកស៊ឺម៉ាអង្គុយនៅឯណានៅខាងនោះលោកអភិបាលវាងទើបតែបានជួបគ្នាលើកដំបូងមិនបានចេញទៅទទួលស្វាគមន៍ពីចម្ងាយទេសូមអភ័យទោសផងឯងមិនហ៊ានទេអរគុណលោកម្ចាស់ចរដែលបានអញ្ជើញយ៉ាងរាក់ទាក់ហាហាហាលោកនេះប្រហែលជាបុគ្គលដែលល្បីថាស្នាក់នៅស្ទូធឹងលោកម្ចាស់ដែលគេនិយាយនោះហើយលោកម្ចាស់តើគួរហៅឈ្មោះលោកយ៉ាងម៉េចដែរខ្ញុំបាទឈ្មោះស៊ឺម៉ាសាំងយូលោកស៊ឺម៉ារូបនេះមិនធម្មតាទេកាលពីមុនធ្លាប់ធ្វើការជាមន្ត្រីនៅឆាងអានដោយសារតែមានទេពកោសល្យខ្ពស់ទើបទទួលបានការកោតសរសើរពីឡាងសៀវវាងបានធ្វើដំណើរទៅទីកន្លែងជាច្រើនជាមួយឡាងសៀវវាងបើមិនមែនគិតដល់មនោសញ្ចេតនាមិត្តភក្តិតាំងពីក្មេងទេខ្ញុំក៏ប្រកាសជាមិនអាចអញ្ជើញលោកស៊ឺម៉ាមកលីនឈុងទីក្រុងតូចនេះបានទេហាហាហានេះពិតជាភ្ញៀវកំរមែនសូមអញ្ជើញលោកស៊ឺម៉ាសូមអញ្ជើញមកខាងនេះហាហាហាអស់លោកអ្នកថ្ងៃនេះមានភ្ញៀវពេញផ្ទះអ្នកប្រាជ្ញជួបជុំគ្នានេះគឺជាសំណាងរបស់ភូមិគ្រីស្ទចូលខ្ញុំហើយថែមទាំងមានលោកស៊ឺម៉ាអ្នកប្រាជ្ញដ៏ឆ្នើមផ្ដល់កិត្តិយសអញ្ជើញមកដល់ទីនេះធ្វើឲ្យភូមិគ្រីស្ទចូលរបស់ខ្ញុំនេះមានពន្លឺចែងចាំងថែមទៀតហាហាហា
លោកម្ចាស់ចរនិយាយសរសើរពេកហើយអរគុណលោកម្ចាស់ចរដែលបានអញ្ជើញយ៉ាងរាក់ទាក់សៀងយូពិតជាដឹងគុណមិនអាចបំភ្លេចបានឡើយឆាប់ចាក់ស្រាជូនលោកស៊ឺម៉ាទៅលោកស៊ឺម៉ាមិនដឹងថាលោកនឹងស្នាក់នៅលីនឈុងដល់ពេលណាទេបច្ចុប្បន្ននៅមិនទាន់ច្បាស់ទេគឺត្រូវមើលថាលោកអភិបាលវាងយកស្ទូឈឹងត្រឡប់ទៅវិញនៅពេលណាហើយហាបងឆាងឈីងនិយាយលេងហើយប្អូនតែងតែសង្ឃឹមថាបងនឹងស្នាក់នៅទីនេះមិនទៅណាទេបែបនេះក៏មិនបារម្ភថារកអ្នកលេងអុកជាមួយមិនបានរាល់ថ្ងៃដែរហានៅលើពេននេះមានឆ្លាក់អក្សរវិញជន់2ម៉ាត់តើវាជាពេនរបស់អ្នកនាងវិញជន់ឬពេននេះដើមឡើយជារបស់ភរិយាដែលបានចែកឋានទៅរបស់ខ្ញុំទេកាលនាងនៅមានជីវិតនាងចូលចិត្តពេនណាស់បានពឹងខ្ញុំឲ្យរកជាងពេនដែលពូកែបំផុតនៅឆាងអានបង្កើតវាឡើងយ៉ាងយកចិត្តទុកដាក់ក្រោយមកក៏សម្រាលបានកូនស្រីតូចវិញជន់ក៏បានប្រគល់ពេននេះឲ្យទៅវិញជន់ទៅសូសៀងដូចទឹករលកពងឹតដូចឈើខ្មៅពេននេះទោះជាចាស់បន្តិចមែនតែជាពេនដ៏ល្អឯកលេខ1សុំសួរលោកម្ចាស់ចោះនេះតើជាពេនលីសៀដែលល្បីល្បាញពេញកូមែនទេពិតមែនហើយលោកស៊ឺម៉ាពិតជាអ្នកដែលស្គាល់ពីពេនមែនហាមិនត្រឹមតែស្គាល់ពីពេនទេការលេងពេនក៏ពូកែលេខ1ដែរបងឆាងឈីងយប់នេះចុះមិនលេងមួយបទទៅដើម្បីឲ្យពួកយើងទាំងអស់គ្នាបានស្ដាប់កំសាន្តល្អហាអីចឹងសាំងយូសូមគោរពធ្វើតាមបញ្ជាហើយមានស្រីស្អាតម្នាក់ហើយឃើញហើយមិនអាចបំភ្លេចបានមួយថ្ងៃមិនបានជួបឲ្យនឹកសឹងតែឈួតហងហោះហើរឲ្យស្វែងរកគូទូទាំងសមុទ្រទាំង4គួរឲ្យស្ដាយស្រីស្អាតឲ្យមិននៅក្បែរខ្ញុំយកពេញជំនួសពាក្យសម្ដីឲ្យប្រាប់ពីក្តីស្នេហ៍ក្នុងចិត្តពេលណាទើបបានជួបគ្នាឲ្យធ្វើឲ្យខ្ញុំវង្វេងវង្វាន់ចង់យកភាពស្មោះត្រង់ទៅភ្ជាប់និស្ស័យឲ្យកាន់ដៃគ្នាដើរទៅមុខមិនអាចហោះហើរជាមួយគ្នាឲ្យធ្វើឲ្យខ្ញុំស្លាប់បាត់បង់ជីវិតពីរោះណាស់ហាបត់ហងស្វែងរកគូនេះគឺជាស្នាដៃថ្មីដែលបងឆាងឈីងរៀបចំជាពិសេសសម្រាប់យប់នេះមែនទេពីរោះណាស់បត់ហងស្វែងរកគូពិតជាពីរោះមែនអ្នកប្រាជ្ញដ៏ឆ្នើមម្នាក់នេះពិតជាមានឈ្មោះបោះសម្លេងមែនបត់ហងស្វែងរកគូនេះគឺជាបទដែលបង្ហាញពីក្តីស្រឡាញ់ថ្ងៃនេះគឺចំពេលដែលត្រូវនឹងបំណងរបស់ខ្ញុំតែម្ដងនិយាយថាអ្នកនាងវិញជន់ថ្ងៃនេះបានត្រឡប់មកភូមិគ្រីស្ទវិញហើយដូច្នេះខ្ញុំសូមយកឱកាសនៃបទនេះបង្ហាញពីក្តីនឹករលឹករបស់ខ្ញុំចំពោះអ្នកនាងវិញជន់ខ្ញុំបាទឆឹងបានលងស្រឡាញ់អ្នកនាងវិញជន់តាំងពីក្មេងមកម្លេះលើកមុនខ្ញុំបានខកខានឱកាសម្ដងហើយប៉ុន្តែលើកនេះខ្ញុំពិតជាមិនចង់ខកខានម្ដងទៀតទេសូមមេត្តាលោកម្ចាស់ចូលជួយបំពេញបំណងផងរឿងដែលកូនស្រីខ្ញុំខ្លាចជាមេម៉ាយនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយបើសិនជាលោកប្រុសឆឹងមានបំណងមែននេះពិតជាអាចចាត់ទុកថាជារឿងល្អមួយមែនតើមានហេតុផលអ្វីដែលខ្ញុំមិនជួយបំពេញបំណងទៅហាឬថ្ងៃល្អមិនស្មើនឹងជួបថ្ងៃល្អទេអញ្ចឹងថ្ងៃនេះសូមសម្រេចរឿងនេះតែម្ដងទៅសូមឲ្យអ្នកដែលអង្គុយនៅទីនេះធ្វើជាសាក្សីផងថ្ងៃស្អែកខ្ញុំនឹងចូលទៅស្ដីដឹងថាម៉េចដែរល្អណាស់អណ្ដូងរ៉ែមាសក៏បានសម្រេចគូព្រេងក៏បានជួបគ្នានេះគឺជាមង្គលទ្វេដងហើយអស់លោកអ្នកយើងលើកកែវនេះផឹកទាំងអស់គ្នាមកហាខ្ញុំនៅមានរឿងមួយទៀតចង់សុំពឹងពាក់លោកប្រុសឆឹងសុំនិយាយមកបើសិនជានៅថ្ងៃរៀបការអាចអញ្ជើញលោកស៊ឺម៉ាលេងបទហងស្វែងរកគូម្ដងទៀតនោះវាពិតជាពេញលេញហើយល្អណាស់មិនដឹងថាលោកស៊ឺម៉ាយល់យ៉ាងម៉េចដែរបើនិយាយពីរឿងរៀបការថ្ងៃនេះអ្នកដែលមានបំណងចង់សុំរៀបការនៅមានម្នាក់ទៀតអស់មែនគឺរូបខ្ញុំនេះឯងលោកស៊ឺម៉ាលោកនិងកូនស្រីខ្ញុំមិនដែលជួបមុខគ្នាផងហេតុអ្វីក៏ស្រាប់តែមានបំណងចង់សុំរៀបការទៅវិញមិនលាក់បាំងលោកម្ចាស់ទេប៉ុន្មានថ្ងៃមុនខ្ញុំនិងអ្នកនាងវិញជន់ធ្លាប់បានជួបគ្នាម្ដង
ថែមទាំងមានសំណាងបានលេងពេញជាមួយគ្នាទៀតផងខ្ញុំមិនត្រឹមតែកោតសរសើរទេពកោសល្យឲ្យអ្នកនាងវិនជុនប៉ុណ្ណោះទេថែមទាំងនឹករលឹកដល់អ្នកនាងវិនជុនជាប់ក្នុងចិត្តមិនអាចបំភ្លេចបានឡើយអាយ៉ាបើមិនមែនដើម្បីអ្នកនាងវិនជុនទេបងឆាងឈីងថ្ងៃនេះប្រកាសជាមិនមកចូលរួមពិធីជប់លៀងនេះដាច់ខាតបើសិនជាលោកម្ចាស់ពិបាកសម្រាប់ចិត្តសួរអ្នកនាងវិនជុនផ្ទាល់ថានាងមានចិត្តលើនរណាឯលោកម្ចាស់លោកស៊ឺម៉ាអាយ៉ាហាហាលោកប្រហែលជាមិនទាន់ដឹងទេអ្នកនាងវិនជុនតាំងពីត្រឡប់មកភូមិគ្រឹះវិញគឺសុខភាពមិនសូវល្អទេកំពុងសម្រាកនៅផ្ទះថ្ងៃនេះមិនងាយស្រួលចេញមុខទេម្យ៉ាងទៀតបញ្ជារបស់ឪពុកម្ដាយពាក្យសម្ដីរបស់អ្នកមេអណ្ដើរឿងនេះមិនមែននាងជាអ្នកសម្រេចទេពិតមែនអ្នកណានិយាយថាខ្ញុំសម្រេចមិនបានវិនជុនថ្ងៃនេះត្រូវតែសម្រេចដោយខ្លួនឯងរឿងរៀបការជាមួយគ្រួសារឆឹងខ្ញុំដាច់ខាតមិនយល់ព្រមទេមិនក៏កូនខ្លាញ់ខ្លួនជាប្រុសបែបនេះសមរម្យដែរឬទេលើកមុនស្ដាប់តាមការរៀបចំរបស់ពុករៀបការចូលគ្រួសារទៅទទួលរងភាពអាម៉ាស់គ្រប់សពធ្លាក់ខ្លួនដល់ថ្នាក់នេះលើកនេះបើពុកនៅតែចង់ឲ្យរៀបការជាមួយគ្រួសារឆឹងទៀតអ៊ីចឹងវិនជុនមានតែចាក់ចេញទៅឲ្យឆ្ងាយហើយវិនជុនដល់ម៉ោងណាទៅហើយនៅមិនទាន់ក្រោកទៀតសមរម្យទេលោកម្ចាស់អ្នកនាងធំប្រាប់ថាយប់មិញត្រូវខ្យល់ត្រជាក់រៀងមិនសូវស្រួលខ្លួនថ្ងៃនេះមិនញ៉ាំអាហារជាមួយលោកម្ចាស់ទេអីគេយប់មិញត្រូវខ្យល់ត្រជាក់ច្បាស់ណាស់ថាកំពុងតែគំរាមខ្ញុំខាតតែខ្ញុំខំក្រោកពីព្រលឹមទៅបេះផ្កាំលិះឲ្យនាងសោះហាពុកនៅតែខឹងរឿងនេះមែនទេឈឺក្បាលណាស់ខ្ញុំបែរជាគិតថាលោកស៊ឺម៉ានេះអីស័កសមជាមួយវិនជុនណាស់តើស័កសមហើយយ៉ាងម៉េចស៊ឺម៉ាសៀងយូនោះមើលទៅក៏ល្អមែនបូករួមទាំងមានការគាំទ្រយ៉ាងខ្លាំងពីលោកអភិបាលស្រុកទៀតប៉ុន្តែពួកយើងនៅតែមិនដឹងពីប្រវត្តិរបស់គាត់ច្បាស់ទេពុកកុំបារម្ភអីរឿងនេះទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះលោកប្រុសបាយសមត្រជាក់អស់ហើយអាហ្វូនៅភូមិគ្រីស្ទមានដំណឹងអ្វីទេអត់មានទេក៏មិនដឹងថាពេលនេះអ្នកនាងវិនជុនកំពុងធ្វើអ្វីដែរលោកប្រុសស្រារបស់លោកមកដល់ហើយថៅកែឈុយសុំសួររឿងខ្លះបន្តិចលោកស៊ូមកចុះធ្វើជាអភិបាលស្រុកពេញមុខពេញមាត់បែរជាខົບខិតជាមួយស៊ឺម៉ាសៀងយូមកបោកប្រាស់ខ្ញុំមានហេតុផលបែបនេះពីអង្ការតើពុកដឹងទេថាស៊ឺម៉ាសៀងយូនេះធ្លាប់ទទួលបានការកោតសរសើរពីឡាងសៀវវាងនោះជាការពិតមែនគ្រាន់តែឡាងសៀវវាងបានចែកឋានទៅយូរហើយគាត់គ្មានកន្លែងទៅទេទើបមកជ្រកកោនជាមួយវាងជីខ្ញុំដឹងហើយតើពុកដឹងអ្វីទៅគាត់ក៏លំបាកណាស់ទៅហើយសំបីតែលុយទិញស្រាក៏ជំពាក់គេឲ្យវាងជីជាអ្នកចេញមុខសងឲ្យដែរចុះវាមានរឿងអ្វីទៅពុកបើមិនមែនបងប្រុសកូនឃើញរឿងអស់ទាំងនេះទេពួកយើងច្បាស់ជាចាញ់បោកគេហើយស៊ឺម៉ានេះពិតជាពូកែសម្ដែងល្ខោនឆាកនេះមែនមកបោកប្រាស់ខ្ញុំឲ្យអញ្ជើញគាត់មកចូលរួមពិធីទាំងអស់នេះសុទ្ធតែជាគំនិតរបស់ខ្ញុំទេមកពីពុកតែងតែជាមនុស្សមើលងាយអ្នកក៏អីគេគំនិតរបស់កូនស្រីឲ្យតើស៊ឺម៉ាសៀងយូនោះដាក់ស្នេហ៍អ្វីដល់កូនទៅពួកកូនទៅតែជួបគ្នាម្ដងសោះចាំបាច់អីត្រូវតែរៀបការជាមួយគាត់នោះចុះយ៉ាងម៉េចទៅខ្ញុំនឹងទៅហឹងមិនដែលជួបមុខគ្នាផងក៏អាចរៀបការចូលទៅបានដូចគ្នានឹងកូនដឹងអីគ្រួសារទៅនោះមានឋានៈអ្វីស៊ឺម៉ាសៀងយូមានឋានៈអ្វីមនុស្សស្រីរៀបការបើមិនមើលរឿងនេះទេតើឲ្យមើលរឿងអ្វីស៊ឺម៉ាសៀងយូនេះមានចំណេះដឹងខាងអក្សរសាស្ត្រខ្លះមែនតែគាត់គ្មានបុណ្យស័ក្តិអ្វីទេវិនជុនកូនរៀបការទៅច្បាស់ជាត្រូវរងទុក្ខហើយពុកគឺធ្វើដើម្បីភាពល្អសម្រាប់កូនទេបើពុកពិតជាចង់ឲ្យខ្ញុំល្អមែនលើកនេះសូមឲ្យវិនជុនជ្រើសរើសដោយខ្លួនឯងទៅទោះបីជាថ្ងៃមុខត្រូវរងទុក្ខនោះក៏ជាជំរឿសរបស់ខ្ញុំផ្ទាល់ដែរបើមិនដូច្នេះទេអ្វីដែលពុកធ្វើក៏នៅតែដើម្បីតែខ្លួនឯងប៉ុណ្ណោះកូនកុំមិនដឹងល្អអាក្រក់កូនត្រូវតែនៅឲ្យស្ងៀមថ្ងៃស្អែកពុកនឹងឲ្យគ្រួសារឆឹងចូលមកស្ដីដឹងហើយដើម្បីកុំឲ្យកូនឡូឡានៅផ្ទះទៀតហឺពួកឯងទាំងពីរអ្នកយាមអ្នកនាងឲ្យល្អបាទលោកប្រុសហេតុអីលោកមកទីនេះខ្ញុំនៅតែមិនអស់ចិត្តពីអ្នកនាងវិនជុនតើលោកម្ចាស់ចរមានធ្វើបាបនាងទេលោកប្រុសឆាប់គិតរកវិធីទៅលើកនេះលោកម្ចាស់ដាច់ចិត្តត្រូវតែឲ្យអ្នកនាងរៀបការជាមួយលោកប្រុសឆឹងហើយអ្នកនាងតែងតែធុញទ្រាន់នឹងលោកប្រុសឆឹងណាស់បើសិនជាពិតជារៀបការចូលទៅមែនអ្នកនាងនឹងត្រូវរងទុក្ខកំដងទៀតហើយយករបស់នេះទៅឲ្យអ្នកនាងរបស់ឯងទៅ
តើមានពាក្យពេចន៍ចង់ផ្ដាំផ្ញើទេអ្នកនាងវិនជុនឆ្លាតវៃណាស់គ្រាន់តែឃើញរបស់នេះនាងប្រកាសជាយកគ្រប់យ៉ាងហើយឯងប្រាប់នាងថាសុកចិត្តខ្លាយជាបក្សីខៀវក្នុងពកដើម្បីឆ្លងកាត់ភ្នំរាប់ពាន់ជាមួយនាងលោកប្រុសប្រាប់ថាឲ្យតែអ្នកនាងឃើញបន្តោងត្បូងនេះនឹងយកគ្រប់យ៉ាងហើយអ្នកនាងយកទេស៊ីឯងឆាប់ទៅរៀបចំសម្លៀកបំពាក់សម្រាប់ធ្វើដំណើររបស់ខ្ញុំខ្លះហើយនឹងគ្រឿងអលង្ការទាំងនោះផងអ្នកនាងតើធ្វើបែបនេះដើម្បីអ្វីលោកប្រុសប្រគល់បន្តោងត្បូងនេះឲ្យខ្ញុំណាត់ខ្ញុំទៅឆ្លងកាត់ភ្នំរាប់ពាន់ក៏មានន័យថាគាត់ប្រគល់ខ្លួនគាត់ទាំងមូលឲ្យខ្ញុំដែរធ្វើម៉េចខ្ញុំមិនយកទៅអ្នកនាងកុំប្រាប់ណាថាកំពុងតែចង់ស្លាប់នោះប៉ុន្តែអ្នកយាមនៅខាងក្រៅយាមយ៉ាងតឹងរឹងអ្នកនាងខ្លាចថាសំបីតែទ្វារនេះក៏មិនអាចឈានជើងចេញផងអ្នកទាំងពីរយាមយប់នឿយហត់ហើយអ្នកនាងជាអ្នកបញ្ជាឲ្យខ្ញុំទៅឆុងតែថ្នាំបុរាណមួយប៉ាន់ឲ្យអ្នកទាំងពីរផឹកដើម្បីឲ្យស្វាងរំខានអ្នកនាងហើយប៉ុន្តែពួកយើងចាំមេឃភ្លឺសិនចាំញ៉ាំចុះអីចឹងអ្នកញ៉ាំនេះទៅនេះជានំផ្អែមទៅតែរយល្ងហើយថ្មីបើទុកដល់មេឃភ្លឺច្បាស់ជាមិនឆ្ងាញ់ទេឯងក៏ញ៉ាំបន្តិចទៅអ្នកនាងថ្នាំនោះវាមានប្រសិទ្ធភាពដែរឬទេកុំបារម្ភអីសុទ្ធតែជាថ្នាំបុរាណណានយីដែលទើបតែមកដល់អស្ថានមានប្រសិទ្ធភាពជួយឲ្យគេងលក់ក្នុងរយៈពេលកន្លះម៉ោងច្បាស់ជាមានប្រសិទ្ធភាពមិនខានឈប់សិនអាហ្វូឥឡូវម៉ោងប៉ុន្មានហើយលោកប្រុសហួសម៉ោងឆ្លូវហើយលោកប្រុសគួរតែគេងសម្រាកបន្តិចសិនទៅបើសិនជាអ្នកនាងវិញជន់មកដល់ខ្ញុំនឹងហៅលោកភ្លាមគឺនាងច្បាស់ជានាងហើយលោកស៊ឺម៉ាឆាប់បើកទ្វារទៅអ្នកនាងវិញជន់គឺពិតជានាងមែនលោកស៊ឺម៉ារងចាំយូរហើយដើម្បីឲ្យអ្នកយាមទ្វារសន្លប់ទើបយឺតពេលបន្តិចឆាប់ចូលមកមិនបាច់ទេបើវិញជន់មកដល់ហើយលោកស៊ឺម៉ាប្រកាសជាដឹងពីបំណងខ្ញុំហើយមានរឿងអីចាំឡើងរទេះសេះសិនចាំនិយាយ3ម៉ោងទៀតអ្នកយាមទ្វារនឹងដឹងខ្លួនភូមិគ្រីស្ទចូលច្បាស់ជាចាត់គេឲ្យមកដេញតាមដល់ពេលនោះចង់ទៅក៏មិនទាន់ដែរអ្នកនាងនិយាយត្រូវណាស់សៀងយូនឹងទៅរៀបចំអីវ៉ាន់ឥឡូវនេះទឹកភ្នែកប្រែជាទេសភាពដ៏សែនឆ្ងាយពុកពេលនេះទោះបីជាចង់តាមខ្លាចថាដេញតាមមិនទាន់ដែរមែនហើយលោកប្រុសមានរឿងក្នុងចិត្តមែនទេចុះហេតុអីបាតដៃសុទ្ធតែញើសអីចឹងសៀងយូគ្រាន់តែជាអ្នកក្រីក្រម្នាក់ទោះបីជាមានចំណេះដឹងពេញខ្លួនក៏គ្មានកន្លែងបញ្ចេញដែរពេលនេះកាន់តែចិត្តដល់ផ្ទះកាន់តែនឹកឃើញពីភាពខុសគ្នារវាងស្ថានភាពគ្រួសារខ្ញុំនិងគ្រួសារចោះនឹកឃើញដល់ថ្ងៃក្រោយដែលអ្នកនាងត្រូវរងទុក្ខលំបាកក៏កើតក្តីកង្វល់ពីធម្មជាតិ
លោកប្រុសមិនបាច់គិតច្រើនទេបើវិញជន់ស្រឡាញ់ទ្រព្យសម្បត្តិមែនហេតុអីក៏ត្រូវរត់ចេញទាំងកណ្ដាលយប់បែបនេះលោកប្រុសមានចំណេះដឹងអស្ចារ្យឲ្យតែដល់ពេលវេលាសមស្របប្រកាសជាមានអនាគតភ្លឺស្វាងមិនខានទោះបីជាមិនបានសម្រេចដូចបំណងនោះក៏ជាជំរឿសរបស់ខ្ញុំផ្ទាល់ដែររងទុក្ខលំបាកឯណាទៅវិញជន់សុំត្រឹមតែមានចិត្តនិងមានឆន្ទៈដូចគ្នាមិនមានការសោកស្ដាយមិនស្ដាយក្រោយឡើយផ្ទះនេះពិតជាមានតែជញ្ជាំងទាំង4មែនមើលទៅថ្ងៃក្រោយនៅតែត្រូវពឹងផ្អែកលើគ្រួសារចលដែរទេប្រាថ្នាចង់បានមនុស្សដែលមានចិត្តតែមួយដល់ចាស់សក់ស្កើក៏មិនបែកពីគ្នាល្អណាស់លួចរត់តាមគ្នាដោយចិត្តឯងលួចរៀបការដោយចិត្តឯងខ្ញុំមើលទៅក្នុងភ្នែកនាងច្បាស់ជាគ្មានខ្ញុំជាឪពុកតតែសោះហើយបើក្នុងភ្នែកនាងគ្មានខ្ញុំជាឪពុកទេអញ្ចឹងក្នុងភ្នែកខ្ញុំក៏គ្មានកូនស្រីអបដញ្ញូនដែរឯងចាំមើលទៅបើខ្ញុំឲ្យលុយនាងសំបីតែ1សេនទៀតខ្ញុំក៏មិនមែនឈ្មោះចវ៉ាងសុនដែរអាយ៉ាពុកបំបត្តិកំហឹងសិនទៅមើលតាមស្ថានភាពនេះពួកគេក៏មិនអាចតស៊ូបានយូរដែរខ្ញុំគិតថាវិញជន់ច្បាស់ជានឹងត្រឡប់មកសុំជំនួយពីពុកវិញមិនខានដល់ពេលនោះពុកចាំបង្រៀនមេរៀនដល់ពួកគេក៏មិនទាន់ហួសពេលដែរភ្លក់មើលទៅអ្នកដែលរងរបួសគឺខ្ញុំតើហេតុអីក៏ឯងបែរជាយំទៅវិញអ្នកនាងឈឺនៅនឹងដៃតែស៊ីអ៊ូឈឺនៅឯបេះដូងស៊ីអ៊ូនៅក្បែរអ្នកនាងតាំងពីតូចធ្លាប់ឃើញអ្នកនាងរងទុក្ខលំបាកបែបនេះពីអង្ការញ៉ាំបាយសមុទ្រធម្មតាក៏ហីចុះស្លៀកសម្លៀកបំពាក់ចាស់ក៏ហីចុះឥឡូវនេះនៅត្រូវធ្វើការងារធ្ងន់ទាំងនេះទៀតអ្នកនាងមើលចុះដៃដែលធ្លាប់តែសខ្ចីទន់រលោងឥឡូវនេះគ្រើមយ៉ាងនេះទៅហើយបានហើយនិយាយគ្រប់គ្រាន់ហើយឬនៅនេះឯងកំពុងត្អូញត្អែពីលោកប្រុសឬកំពុងត្អូញត្អែពីខ្ញុំប្រកាសជាត្អូញត្អែពីលោកប្រុសហើយប្រពន្ធសម្លាញ់ទៅរៀបចំនំខ្លះឲ្យលោកប្រុសទៅប្រពន្ធសម្លាញ់បងទៅតែនឹកឃើញកំណាព្យថ្មីមួយអូនជួយកិនទឹកខ្មៅឲ្យបងនឹងទៅសរសេរវាទុកស៊ីអ៊ូថ្ងៃនេះកើតអីមើលទៅហាក់ដូចជាមិនសប្បាយចិត្តមិនអីទេប្រហែលជាដោយសារតែមិនបានទៅផ្សារចរិតក្មេងបែបនេះបន្តិចទៀតក៏បាត់ហើយប្រពន្ធសម្លាញ់បងនៅមានដំណឹងល្អមួយទៀតថ្ងៃស្អែកបងនឹងទៅសាលារៀនភ្នំសៀងសានដើម្បីបង្រៀនកុំពីស៊ីជីងធ្វើបែបនេះរបួសនេះកើតឡើងដោយសារអ្វីខ្ញុំបោះសម្អាតទីធ្លានៅពេលរសៀលក៏មុតបន្តិចទៅមិនអីទេប្រពន្ធសម្លាញ់ថ្ងៃក្រោយការងារបោះសម្អាតទីធ្លាបែបនេះមិនបាច់ធ្វើដោយខ្លួនឯងទេបញ្ជាឲ្យគេធ្វើក៏បានគ្រាន់តែមានអារម្មណ៍ចង់ធ្វើភ្លាមចង់បោះសម្អាតកន្លែងមួយជ្រុងសម្រាប់ដាំផ្កាដើម្បីបន្ថែមភាពស្រស់ស្រាយដល់ផ្ទះនេះជាគំនិតល្អមែនទើបតែនឹកឃើញនៅមិនទាន់បានសួរប្រពន្ធសម្លាញ់សោះថាចូលចិត្តការអ្វីជាងគេគ្រាន់តែចាំបានថានៅភូមិគ្រីស្ចបន្ទប់ប្រពន្ធសម្លាញ់ពោពេញដោយផ្កាស្បៃរឿងប្រហែលជាប្រពន្ធសម្លាញ់ចូលចិត្តផ្កាស្បៃរឿងជាងគេហើយសំឡេងសត្វប្រើសយំស៊ីស្មៅនៅវាលស្រែសំឡេងសត្វប្រើសយំខ្ញុំមានភ្ញៀវកិត្តិយសវីស្គោផ្លុំខ្លុយស្វាគមន៍ខ្ញុំមានភ្ញៀវកិត្តិយសវីស្គោផ្លុំខ្លុយស្វាគមន៍
អានខ្លាំងសួនផ្កាស្បៃរឿងនៅខាងក្រៅនេះសុទ្ធតែជារបស់គ្រួសារអ្នកទាំងអស់ឬមែនហើយមិនត្រឹមតែផ្កាស្បៃរឿងនេះទេសួនផ្កាទាំងមូលនេះសុទ្ធតែជារបស់ផ្ទះខ្ញុំមានរឿងអីលោកស៊ឺម៉ាមិនមែនបាននិយាយគ្នាតម្លៃប៉ុណ្ណេះហើយទេខ្ញុំលើកនេះមិនចង់បានលុយទេមិនចង់បានលុយខ្ញុំចង់សុំរបស់ផ្សេងពីអ្នកវិញប្រពន្ធសម្លាញ់មើលនេះបងយកអ្វីមកស្វាមីសម្លាញ់ភ្លក់ស្រាដែលអូនទៅតែបិទថ្មីនេះមើលជីវិតនេះពិតជាដូចស្រាដែលប្រពន្ធសម្លាញ់បានបិទមែនធ្វើឲ្យមនុស្សស្រវឹងស្វាមីសម្លាញ់ទៅតែផឹកបានមួយកែវក៏ចាប់ផ្ដើមនិយាយរវើវាហើយផឹកស្រាស្រវឹងទៅនិយាយការពិតមែនទេត្រូវហើយនៅមិនទាន់បានសួរប្រពន្ធសម្លាញ់ទេហេតុអីបានជាចូលចិត្តផ្កាស្បៃរឿងម្លេះផ្កាស្បៃរឿងមានសម្រស់ស្រស់ស្អាតបរិសុទ្ធមិនប្រជែងសម្រស់ជាមួយផ្កាផ្ទៃនៅរដូវផ្ការីរឹងមាំនិងអំនួតមិនមែនស័ក្តិសមជាមនុស្សខ្ពង់ខ្ពស់ទេស័ក្តិសមបំផុតគឺប្រពន្ធសម្លាញ់នេះឯងបើនិយាយពីផ្កាស្បៃរឿងគឺនៅទីក្រុងឆាងអានដែលរីកបានស្អាតជាងគេថ្ងៃក្រោយបើសិនជាត្រូវបានរីកាផ្ដល់តំណែងច្បាស់ជានឹងនាំប្រពន្ធសម្លាញ់ទៅគយគន់ផ្កានៅទីក្រុងឆាងអានដោយផ្ទាល់មិនខានអ្នកនាងពួកយើងគិតរកវិធីផ្សេងទៅចុះគ្រឿងអលង្ការគ្រប់មុខនៅទីនេះសុទ្ធតែជារបស់សន្សំទុកដែលនៅក្បែរអ្នកនាងច្រើនឆ្នាំមកហើយអ្នកនាងចូលចិត្តដល់ថ្នាក់ធម្មតាគ្រាន់តែបើកមើលតែប៉ុណ្ណោះពាក់ក៏មិនដាច់ចិត្តពាក់ផងឥឡូវនេះមិនក៏និយាយថាលក់គឺលក់អីចឹងទៅគ្រឿងអលង្ការសំខាន់ឬស្វាមីសំខាន់គ្រឿងអលង្ការទាំងនេះទោះជាចូលចិត្តយ៉ាងណាក៏សុទ្ធតែជារបស់ក្រៅខ្លួនដែរពេលនេះគឺការព្យាបាលជំងឺស្វាមីទៅជារឿងសំខាន់ជាងគេប៉ុណ្ណឹងហើយខ្ញុំថាតម្លៃប៉ុន្មានគឺប៉ុណ្ណឹងហើយមិនពេញចិត្តទេយកត្រឡប់ទៅវិញទៅថៅកែសុំលោកមើលម្ដងទៀតទៅស្នៀតសក់ត្បូងស្នេះគឺក្រុមឈ្មួញនាំយកមកពីប្រទេសឥណ្ឌាណានៅប្រទេសឥណ្ឌាក៏ចាត់ទុកជារបស់មានតម្លៃកម្រិតខ្ពស់បំផុតដែរថៅកែលោកពិតជាមិនស្មោះត្រង់សោះហើយឃើញអ្នកនាងធំជ័ររបស់ពួកយើងធ្លាក់ខ្លួនដល់ថ្នាក់នេះតើលោកចង់ឆ្លៀតឱកាសធ្វើបាបឬយ៉ាងម៉េចឯងលោកប្រុសឆឹងហេតុអីលោកមកទីនេះខ្ញុំម្ចាស់មកត្រួតពិនិត្យអាជីវកម្មរបស់ខ្លួនឯងចាំបាច់ត្រូវរាយការណ៍ប្រាប់ឯងឬឯងមិនបាច់ទេលោកប្រុសឆឹងសូមអញ្ជើញលោកតាមសប្បាយអ្នកនាងវិញជន់លុយទាំងនេះឲ្យទៅអ្នកនាងទាំងអស់មិនបាច់ទេប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយអាយ៉ាសំជាអ្នកនាងធំវិញជន់មែនធ្លាក់ខ្លួនដល់ថ្នាក់នេះហើយនៅតែមានអំនួតទៀតហឺគួរឲ្យស្ដាយណាស់រៀបការខុសមនុស្សបើមិនដូច្នេះទេរងទុក្ខលំបាកទាំងនេះដើម្បីអ្វីទៅអាយ៉ាមនុស្សស្អាតយ៉ាងនេះស្លៀកខោអាវរហែកយ៉ាងនេះមិនស្មើនឹងអីខ្ញុំម្ចាស់ទិញសម្លៀកបំពាក់ថ្មីពីរួមឈុតឲ្យអ្នកនាងខោអាវរហែកប៉ះក៏បានហើយប៉ុន្តែបើចិត្តមនុស្សស្អុយរលួយហើយស្លៀកពាក់ស្រស់ស្អាតយ៉ាងណាក៏មិនអាចបិទបាំងក្លិនស្អុយខាងក្នុងបានដែរឯងសាច់ស្អីធ្វើការទៅបាទCEI ឆាប់ទៅបង្កាត់ភ្លើងធ្យូងទៅអាកាសធាតុត្រជាក់ណាស់ធ្យូងនៅផ្ទះប្រើអស់ហើយអីចឹងឆាប់ទៅទិញខ្លះមកគ្មានលុយទិញទៀតទេដើមឡើយអ្នកនាងមិនឲ្យខ្ញុំប្រាប់ទេលុយដែលអ្នកនាងបដូរពីគ្រឿងអលង្ការពីមុនចាយអស់គ្មានសល់ហើយប្រពន្ធសម្លាញ់ត្រឡប់មកវិញហើយស៊ុបសាច់ជៀមឈ្ងុយណាស់ត្រជាក់ណាស់ថ្ងៃនេះជាថ្ងៃបុណ្យរដូវរងាមែនទេគេថារដូវរងាធំដូចបុណ្យចូលឆ្នាំ
ថ្ងៃនេះបងពិសេសទិញរបស់មួយមកជូនប្រពន្ធសម្លាញ់ចៃដន្យម្លេះអូនក៏មានរបស់មួយមុខចង់ជូនស្វាមីដែរពួកយើងតែងតែមានចិត្តយល់ពីគ្នាបែបនេះអីចឹងគួរតែមើលរបស់ប្រពន្ធសម្លាញ់មុនទៅមួយរយៈនេះអូនឃើញបងមើលសៀវភៅពេលយប់ក្អកជារៀងរាល់ថ្ងៃក៏ទិញអាវរងាក្បាស់មួយមកជូនបងការពារភាពត្រជាក់បងមិនត្រូវទេអូនមានលុយពីណាទិញអាវរងាអូននេះអីបានយកបន្តោងត្បូងរបស់អូនទៅបញ្ចាំហើយមិនអីទេថ្ងៃក្រោយមានលុយចាំលុះយកមកវិញក៏បានដែរប៉ុន្តែថាថ្ងៃមុនបងស៊ីអ៊ឺនិយាយថាលុយដែលអូនលក់គ្រឿងអលង្ការនោះចាយអស់ហើយតើប្រពន្ធសម្លាញ់ចុះពេនរបស់អូននៅឯណាស្វាមីសម្លាញ់នៅតែបារម្ភពីពេនលីស៊ីមែនទេទោះបីជាមានតម្លៃយ៉ាងណាក៏គ្រាន់តែជារបស់ក្រៅខ្លួនដែរមិនវត្ថុទាំងពួងសុទ្ធតែជារបស់ក្រៅខ្លួនមានតែពេនលីស៊ីប៉ុណ្ណោះដែលមិនមែនពេនលីស៊ីគឺស្មើនឹងប្រពន្ធសម្លាញ់សៀងយូការពារពេនមិនបានក៏ដូចជាការពារប្រពន្ធសម្លាញ់មិនបានដែរអំបាញ់មិញមើលរទេះសេះនេះនឹកឃើញដល់ថ្ងៃដែលប្រពន្ធសម្លាញ់បោះបង់អ្វីគ្រប់យ៉ាងរត់តាមសាងយូពិតជាមានអារម្មណ៍ខុសក្នុងចិត្តណាស់មិនអីទេថ្ងៃស្អែកពួកយើងទៅលុះពេនត្រឡប់មកវិញទៅនៅមានលុយពីណាទៅលុះទៀតសំណាងហើយដែលស្វាមីរំលឹកបើមិនដូច្នេះទេវិញជន់ភ្លេចបាត់ទៅហើយថានៅមានរទេះសេះមួយគ្រឿងនេះទៀតនេះជារទេះសេះរបស់ភូមិគ្រីស្ទចណាកាលនោះពុកចំណាយលុយយ៉ាងច្រើនដើម្បីធ្វើវាថ្ងៃស្អែកពួកយើងយករទេះនេះទៅលក់ទៅមិនអាចលុះពេនត្រឡប់មកវិញបានទេឬអីថាកែពេនរបស់ភរិយាខ្ញុំនៅឯណាពេនបាត់ហើយម្សិលមិញនៅមានតើហេតុអីក៏ថ្ងៃនេះបាត់ទៅវិញពេននោះទៅតែមានគេទិញយកទៅបាត់ហើយខ្ញុំមិនបានប្រាប់លោកទេថាថ្ងៃនេះនឹងត្រឡប់មកលុះវាយកទៅវិញហេតុអីបានជាលោកមិនរក្សាពាក្យសម្ដីបែបនេះអ្នកណាដឹងថាលោកអាចលុះយកទៅវិញគេឲ្យតម្លៃខ្ពស់ថែមទាំងប្រាប់ថានឹងយកទៅជូនបុគ្គលសំខាន់នៅឆាងអានទៀតខ្ញុំមិនលក់ទៅថាកែតើលោកដឹងទេថាអ្នកដែលទិញពេនជានរណាគេនោះគឺជាមន្ត្រីមកពីសាលាខេត្តណាប្រពន្ធសម្លាញ់កុំបារម្ភអីបងមានទំនាក់ទំនងជាមួយលោកចៅវាយខេត្តខ្លះដែរច្បាស់ជានឹងគិតរកវិធីរកពេនត្រឡប់មកវិញឲ្យបានសាលាខេត្តឈីសុំសួរថាបន្ទប់នេះគឺលោកចៅវាយខេត្តមែនទេពិតមែនរំខានជួយជូនដំណឹងផងសឺម៉ាសៀងយូសុំចូលជួបលោកម្ចាស់កំពុងទទួលភ្ញៀវគិតយកមកពីឆាងអានអ្នកណាក៏មិនអនុញ្ញាតឲ្យរំខានដែរព្រះចៅអធិរាជខិតខំមកសាំងគោមានមហិច្ឆតាទូលំទូលាយគោសម្ព័ន្ធភាគនិរដីតែងតែរឹងរូសមិនព្រមចុះចូលបង្កការរំខានដល់ប្រជាជនតាមព្រំដែនលោកក្នុងនាមជាចៅវាយខេត្តពេញសិទ្ធិការពារតំបន់នេះច្រើនឆ្នាំមកហើយតែជាគ្មានយុទ្ធសាស្ត្រល្អសំបីតែមួយមិនមែនខ្ញុំបាទមិនខិតខំទេគឺពិតជាដោយសារតែស្ថានភាពស្មុគស្មាញតំបន់ភ្នំមានគ្រោះថ្នាក់ផ្លាស់ប្ដូរការប្រមូលពន្ធចំណាយអស់ច្រើនណាស់បើធ្វើការលួងលោមខ្លាចក្រែងពួកគេលោកភ្លុនគ្មានទីបញ្ចប់បើអញ្ចឹងមែនគឺគ្មានវិធីដោះស្រាយទេនេះពិតជាពិនដ៏ល្អឯកមែនគួរឲ្យស្ដាយពេលខ្ញុំត្រឡប់ទៅឆាងអានវិញមិនដឹងត្រូវទូព្រះអង្គយ៉ាងម៉េចទេលុយនេះខ្ញុំមិនយកទេថ្ងៃនេះបានលេងពីរវគ្គក៏ស្កប់ចិត្តហើយលោកយ៉ាងទូបង្គំភរិយាខ្ញុំចោះវិញជន់ប្រហែលជាមានវិធីអាចដោះស្រាយក្តីកង្វល់របស់លោកម្ចាស់បានតាមពិតគឺលោកស៊ីម៉ាលោកយ៉ាងមិននឹកស្មានថាបែកគ្នានៅឆាងអានអាចជួបគ្នានៅទីនេះសោះនេះគឺភរិយារបស់ខ្ញុំចោះវិញជន់អំបាញ់មិញបើមានការប្រមាថសូមលោកយ៉ាងមេត្តាអធ្យាស្រ័យលោកស្រីថានៅមានវិធីខ្ញុំពិតជាចង់ស្ដាប់មើលថាលោកស្រីជួយដោះស្រាយក្តីកង្វល់យ៉ាងម៉េចបញ្ហានៅភាគនិរដីសំខាន់គឺស្ថិតលើផលប្រយោជន៍និងជំនឿចិត្តឆ្លងកាត់ការបោះបោចុះឡើងបទបញ្ជារបស់រាជវាំងពេតឹងពេធូនៅមិនទាន់កសាងទំនុកចិត្តពិតប្រាកដនៅឡើយទេពួកគេរស់នៅកណ្ដាលព្រៃភ្នំយូរមកហើយអ្វីដែលពួកគេចង់បានគឺគ្រាន់តែអំបិលដៃក្រណាត់និងបច្ចេកទេសកសិកម្មប៉ុណ្ណោះអ្វីដែលពួកគេខ្លាចគឺរាជវាំងបញ្ជូនទ័ពទៅវាយប្រហារនិងកាត់ផ្តាច់ការដោះដូរពាណិជ្ជកម្មហេតុអ្វីលោកមិនទូលសុំព្រះអង្គឲ្យប្រើវិធានការទាំងពីរព្រមគ្នាអ្វីទៅជាវិធានការទាំងពីរព្រមគ្នាទី1នៅកន្លែងដែលងាយស្រួលធ្វើដំណើរបង្កើតការិយាល័យពាណិជ្ជកម្មផ្លូវការយកអំបិលដែកនិងក្រណាត់របស់យើងឬស្បៀងអាហារទៅដោះដូរយកឈើរបស់ពួកគេដោយយុត្តិធម៌ថ្នាំបុរាណនិងស្បែកសត្វធ្វើឲ្យជីវភាពពួកគេពឹងផ្អែកលើយើង
នោះគំនិតចង់បោះបោនឹងថយចុះដោយឯកឯងចុះទី2វិញទី2ជ្រើសរើសមនុស្សដែលស័ក្តិសមយកកូនចៅមេកន្ទ្រៀងមកទីក្រុងឆឹងទូដើម្បីរៀនសូត្រពីច្បាប់ទម្លាប់និងសុជីវធម៌បង្រៀនពីបច្ចេកទេសកសិកម្មនិងធារាសាស្ត្រពេលពួកគេរៀនចប់ត្រឡប់ទៅវិញមិនត្រឹមតែអាចអប់រំកុលសម្ព័ន្ធរបស់ពួកគេថែមទាំងអាចទុកជាចំណាប់ខ្មាំងថែមទាំងធ្វើឲ្យចិត្តពួកគេងាកមករកវប្បធម៌ហ៊ានធ្វើបែបនេះគឺដឹកនាំដោយផលប្រយោជន៍ពង្រឹងដោយជំនឿចិត្តបូករួមនឹងការគំរាមកំហែងដោយអំណាចរាជវាំងដែលចាំបាច់យូរទៅនឹងមានការផ្សះផ្សាទើបអាចហៅថាសន្តិភាពយូរអង្វែងពិតជាអស្ចារ្យណាស់មិនដឹងថាលោកស្រីហេតុអ្វីមានការយល់ឃើញជាក់ស្ដែងបែបនេះទេលោកម្ចាស់សរសើរពេកហើយឪពុកខ្ញុំធ្លាប់រកស៊ីខាងពាណិជ្ជកម្មវិញជនធ្លាប់បានឃើញនឹងឮតាំងពីក្មេងយល់បន្តិចបន្តួចពីវិធីដោះដូរដែលចំណេញទាំងសងខាងហាពិតជាបានឃើញនឹងឮមែនលោកម្ចាស់នៅក្រោមការគ្រប់គ្រងរបស់លោកមាននារីអស្ចារ្យបែបនេះពិតជាសំណាងរបស់នគរស៊ូមែនលោកស្រីយុទ្ធសាស្ត្រនេះល្អណាស់ខ្ញុំនឹងត្រឡប់ទៅរាជធានីឥឡូវនេះដើម្បីទូលថ្វាយព្រះអង្គឲ្យបានលម្អិតលោកយ៉ាងសូមអញ្ជើញឆាងឈៀងថ្ងៃនេះហេតុអ្វីអ្នកមកទីនេះពិតណាស់គឺដើម្បីពិនលូឈីនៅក្នុងដៃរបស់លោកយ៉ាងកុំប្រាប់ណាថាអ្នកដែលឲ្យតម្លៃពេលនេះគឺលោកស្រីវិនជុននឹងគ្រាន់តែប្រើគំនិតមួយលោកស្រីអាចបដូរយកពិនលូឈីនេះមកវិញបានចុះហេតុអ្វីលោកស្រីនៅតែព្រួយបារម្ភទៀតស្វាមីតើលោកគិតថាស្រាអំបាញ់មិញយ៉ាងម៉េចដែរជូរហើយចាប់បន្តិចមិនអាចប្រៀបនឹងស្រាដែលអូនបិទបានទេខ្ញុំកំពុងគិតថាបើខ្ញុំចេះបិទស្រាហើយស្វាមីចេះភ្លក់ស្រាហេតុអ្វីយើងមិនបើកហាងស្រាមួយទៅល្អតើថ្ងៃស្អែកបងនឹងទៅមើលថាតើមានកន្លែងណាគេដាក់ជួលហាងស្រានេះពិតណាស់មិនអាចបើកនៅឆឹងទូទេស្រះបិទថ្មីពីហាងយើងអ្នកទាំងអស់គ្នាអញ្ជើញមកភ្លក់មើលស្រះបិទថ្មីពីហាងយើងអ្នកទាំងអស់គ្នាអញ្ជើញមកភ្លក់មើលនេះមិនមែនជាកូនស្រីបណ្ដូលចិត្តរបស់ត្រកូលជ័រនៅផ្ទះក្បែរយើងទេអីមែនតើកាលពីមុនឮថានាងលួចរត់តាមស៊ីម៉ាសៀងរូមិននឹកស្មានថាត្រឡប់មកវិញមានយ៉ាងនេះសោះស្រះបិទថ្មីពីហាងយើងមកបុរសនៅទីនោះប្រហែលជាស៊ីម៉ាសៀងរូហើយមើលទៅពួកគេពិតជាធ្វើឲ្យខ្មាស់គេពេញមុខមាត់ចាស់នេះមែនអ្នកមើលចុះកូនស្រីត្រកូលអ្នកមានពេញមួយថ្ងៃរុំអោបញ្ចេញដៃស្រះបិទថ្មីពីហាងយើងអ្នកទាំងអស់គ្នាអញ្ជើញមកភ្លក់មើលថែមទាំងបញ្ចេញដៃទៀតចេញមុខចេញមាត់ជាសាធារណៈពិតជាមិនសមរម្យតតែសោះចុះស៊ីម៉ាសៀងរូវិញស៊ីម៉ាសៀងរូកំពុងធ្វើអីហ្នឹងស្លៀកខោខ្លីលាងចានតើចំមែនអញ្ចឹងវិនជុនមិនកំពុងស្រែកហៅមួយតាមផ្លូវទេអីមិនអញ្ចឹងអីស្រែកឡើងស្អកក៏អស់ហើយហាងស្រានេះបើកនៅមុខផ្ទះត្រកូលជ័រទៅមុខទៀតប្រកាសជាមានរឿងសប្បាយមើលហើយហាលោកប៉ាបើមិនទុកចិត្តទេគួរតែទៅមើលផ្ទាល់ទៅដើម្បីឲ្យដឹងការពិតហមមិនទៅទេកូនស្រីអុកដេញ៉ូនេះមានពាក់ព័ន្ធអីជាមួយយើងទៀនថៃមួយរយៈនេះរោងជាងដែកមានការរកស៊ីយ៉ាងម៉េចដែរជំរាបលោកប៉ារោងជាងដែកកំពុងពន្លឿនការផលិតដែកថ្មីមួយវគ្គទៀតត្រៀមបញ្ជូនទៅឆឹងទូខ្ញុំទៅមើលបញ្ជីសិនលោកប៉ាចង់មើលបញ្ជីចាំថ្ងៃស្អែកខ្ញុំយកមកពីរោងជាងដែកមកឲ្យលោកប៉ាតែម្ដងទៅកុំឲ្យលោកប៉ាពិបាកធ្វើដំណើរឆ្ងាយមិនបាច់ទេដែកផលិតថ្មីបើគ្មានខ្ញុំទៅពិនិត្យផ្ទាល់មិននឹងបានអុយស្វាមីឆាប់ស្លៀកខោខ្លីនឹងវិញទៅស្រះបិទថ្មីពីហាងយើងអ្នកទាំងអស់គ្នាអញ្ជើញមកភ្លក់មើលស្រះបិទថ្មីពីហាងយើងឆាប់មកភ្លក់មើលស្រះបិទថ្មីពីហាងយើងស្រះបិទថ្មីពីហាងយើងអ្នកទាំងអស់គ្នាអញ្ជើញមកភ្លក់មើលអ្នកទាំងអស់គ្នាអញ្ជើញមកភ្លក់មើលរោងជាងដែកនេះមិនទៅទេត្រឡប់ទៅផ្ទះវិញហាបងឆាងឈីងអេបងវាងមកលេងសុំទោសដែលមិនបានទៅទទួលអូហូឥឡូវនេះពេញមួយក្រុងលីងឈីងកំពុងល្បីថាស្រាដែលម្ចាស់ហាងស្រីនៃហាងស្រាហ្វុងហ៊ុងបិទគឺឆ្ងាញ់លេខ1ថ្ងៃនេះខ្ញុំមកព្រោះតែល្បីឈ្មោះណាលោកវាងសូមអញ្ជើញអង្គុយចុះវិញជន់នឹងយកស្រាល្អមកជូនល្អអញ្ជើញលោកវាងអញ្ជើញភ្លក់មើលបងវាងអញ្ជើញភ្លក់មើលអរគុណច្រើនម្ចាស់ហាងនៅឯណាម្ចាស់ហាងនៅឯណាឆាប់ចេញមកឥឡូវនេះម្ចាស់ហាងនៅឯណាឆាប់ចេញមកឥឡូវនេះអរភ្ញៀវប្រញាប់ប្រញោចូលមកបែបនេះមិនដឹងជាមានការអីដែរមកទាជីវិតនាងតើនាងដាក់ស្អីខ្លះក្នុងស្រានេះ
ម្សិលមិញខ្ញុំផឹកស្រានៅហាងនាងហើយក៏ចេញកន្ទួលពេញខ្លួនរមាស់ស្ទើរតែយកជីវិតខ្ញុំទៅហើយអ្នកមើលចុះសូមភ្ញៀវបន្ធូរកំហឹងសិនរឿងនេះប្រហែលជាមានការយល់ច្រឡំអីហើយស្រានៅហាងយើងគឺខ្ញុំជាអ្នកបិទផ្ទាល់ដៃហើយប្រើប្រាស់ទឹកអណ្ដូងជ្រៅពីលីនឈីងទឹកអណ្ដូងនេះអ្នកស្រុកលីនឈីងផឹកតាំងពីដូនតាម្លេះហើយក៏មិនដែលឮថាមានបញ្ហាសុខភាពអីដែរពេលនេះមានតែភ្ញៀវម្នាក់ទេដែលចេញកន្ទួលពេញខ្លួនប្រហែលជាបានញ៉ាំអ្វីផ្សេងដែលយើងមិនដឹងទេដឹងកុំតន់ឲ្យថាអញ្ចឹងប៉ុន្មានថ្ងៃនេះខ្ញុំហូបតែម្ហូបធម្មតាសោះមានតែដូរមកផឹកស្រាថ្មីហាងនាងនឹងហើយពួកយើងក៏ចេញកន្ទួលដែរពួកយើងក៏មានដែរហ៊ានណាស់ថ្ងៃនេះខ្ញុំមានមុខនៅទីនេះចាំមើលនរណាហ៊ានធ្វើរឿងផ្ដេសផ្ដាសមែនហើយលោកស៊ីនលីននៅទីនេះស្រាប់ថាតាស្រារបស់យើងមានបញ្ហាឬអត់ឲ្យលោកស៊ីនលីនជាអ្នកសម្រេចចុះសូមជួយរកយុទ្ធធម៌ឲ្យយើងផងយុទ្ធធម៌ភូតាំងនៅទីនេះហើយមានយុទ្ធធម៌ស្អីទៀតអេវិញជុនស្អាតស្អំឬមិនស្អាតស្អំកន្លះម៉ោងទៀតនឹងដឹងហើយស្រានេះគ្មានបញ្ហាទេមែនទេឡកន្លះម៉ោងបានកន្លងផុតទៅហើយមើលចុះតើខ្ញុំមានចេញកន្ទួលទេមានចេញកន្ទួលទេស្រានៅហាងហ្វុងហ៊ូងរបស់យើងមិននឹងអាចមានបញ្ហាទៅមើលចុះរឿងរ៉ាវបានបង្ហាញច្បាស់អស់ទៅហើយពួកឯងទាំងប៉ុន្មានអ្នកនេះឈប់ទៅកុំមករំខានការរកស៊ីរបស់គេទៀតហមអ្នកក្រុងលីនឈីងនេះអ្នកណាមិនដឹងថាលោកវ៉ាងនិងម្ចាស់ហាងមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាប្រកាសជាជួយនិយាយការពីគេហើយនឹកឃើញការនោះដើម្បីផ្សំគុំម្ចាស់ហាងទាំងពីរលោកវ៉ាងបានសម្ដែងល្ខោនយ៉ាងល្អមួយឈុតនៅមុខលោកចោមិនដឹងថាថ្ងៃនេះកំពុងសម្ដែងល្ខោនរឿងអីទៀតទេតោះហាអ្នកកំពុងនិយាយពីអីហ្នឹងបានហើយអំបញ្ញមិញនេះរៀបចំរួចរាល់ហើយឬនៅរួចរាល់ហើយហាងស្រាហ្វុងហ៊ូងច្បាស់ជាត្រូវបិទទ្វារមិនខានវិញជុននិងស៊ីម៉ាសៀងរូពេលនេះប្រកាសជាគ្មានផ្លូវទេត្រូវតាមបំណងលោកប្រុសហើយហាល្អឲ្យរង្វាន់អរគុណលោកប្រុសមានស្រាទេឆាប់យកម្ហូបក្លែមមកឲ្យពួកយើងបន្តិចមកប៉ាត់មានចង់បានប៉ុន្មានក៏មានដែរអញ្ជើញអង្គុយសិនមកលោកអញ្ជើញអង្គុយលើកក្រោយអញ្ជើញមកទៀតណាអូអញ្ជើញអង្គុយមិនមែនគេថាស្រានៅហាងហ្វុងហ៊ូងនេះផឹកទៅចេញកន្ទួលទេអីមិនក៏រាល់ថ្ងៃនៅតែមានភ្ញៀវពេញអញ្ចឹងមានន័យថាស្រាមិនមានបញ្ហាទេអ្នកផឹកនឹងហើយដែលមានបញ្ហាបើមិនមានបញ្ហាទេអញ្ចឹងពួកយើងចូលទៅផឹកពីពេញស្រាដែលកូនស្រីលោកចោបិទនេះនៅក្រុងលីនឈីងយើងគឺល្បីលេខ1លេខ2ហើយអញ្ចឹងឆាប់ចូលទៅប្រយ័ត្នគេផឹកអស់តោះមើលតាមស្ថានភាពប៉ុន្មានថ្ងៃនេះហាងស្រាយើងប្រកាសជាចំណេញមិនខាតទេភរិយាពិតជាកើតក្នុងត្រកូលអ្នកជំនួញមែនឬបានកន្លែងរកស៊ីដាច់យ៉ាងនេះស្វាមីក៏ពិតជាចេះតែរៀនសូត្រមែនមិនយល់ពីរឿងក្នុងលោកីតតែសោះស្មានតែខ្ញុំបើកហាងស្រាគ្រាន់តែដើម្បីរកលុយហូបបាយមែនទេបើមិនអញ្ចឹងចោះធ្វើអ្វីការបើកហាងស្រាមិនមែនជាផែនការយូរអង្វែងទេទោះជារាល់ថ្ងៃចំណេញមិនខាតក៏ដោយតែបើស្វាមីរវល់តែរត់ចុះរត់ឡើងរកលុយចិញ្ចឹមជីវិតរាល់ថ្ងៃតើមានពេលឯណាធ្វើការសិក្សាទៀតបន្តទៅមុខទៀតមិនខូចអនាគតស្វាមីអស់ហើយទេល្បិចខ្ញុំនេះគ្រាន់តែចង់ទាថ្លៃបណ្ណាការរបស់ខ្ញុំក្នុងនាមជាកូនស្រីច្បងត្រកូលចរពីលោកប៉ាតែប៉ុណ្ណោះតើគាត់នឹងលើកលែងឲ្យពួកយើងទេស្វាមីប្រកាសជាមិនយល់ពីលោកប៉ាដូចខ្ញុំទេលោកប៉ាទោះជាឲ្យតម្លៃលើលុយកាក់នឹងមុខមាត់តែក៏ស្រឡាញ់កូនណាស់ដែរបើមិនអញ្ចឹងក៏មិនបញ្ជូនមនុស្សច្រើនម្លេះមកជួយគាំទ្រការរកស៊ីរបស់យើងដែរអូនចង់មានន័យថាភ្ញៀវប៉ុន្មានថ្ងៃនេះសុទ្ធតែជាមនុស្សដែលលោកឪពុកបញ្ជូនមកភ្ញៀវទាំងនេះណាមិនថាលុយដែលឲ្យមកឬនៅលើខ្លួននៅលើដៃសុទ្ធតែមានប្រឡាក់ច្រេះដែកលៀងមិនជ្រះទេប្រហែលជាកម្មករជាងដែកទាំងអស់ហើយរោងជាងដែកនៅក្រុងលីនឈីងនេះក្រៅពីត្រកូលឆឹងមានតែត្រកូលចរទេភរិយាពិតជាល្អិតល្អន់មែនមានទាំងភាពក្លាហាននិងគំនិតឆ្លាតវៃស្វាមីឆាប់ដោះខោខ្លីនោះចេញទៅហើយទៅកន្លែងមួយជាមួយអូនយកម្លេះហើយភរិយាចង់ទៅណាទៀតប្អូនស្រីឯងនេះល្បិចច្រើនណាស់ល្បិចធ្វើជាគួរឲ្យអាណិតនោះគឺប្រើបន្តបន្ទាប់គ្នាប្រហែលជាពួកគេពិតជាមានចិត្តចង់មកសុំទោសលោកប៉ាមែនទេដឹង
ខ្ញុំថាគួរតែឲ្យពួកគេចូលមកសិនបានសួរនាំឲ្យច្បាស់មិនបាច់ទេឯងប្រាប់ពួកគេទៅថាខ្ញុំហត់ហើយខ្ញុំត្រូវការសម្រាកលោកប៉ាអាចរកមនុស្សទៅជួយគាំទ្រហាងគេបានអញ្ចឹងច្បាស់ជាអាណិតប្អូនស្រីនិងប្អូនថ្លៃហើយប៉ាអាណិតទៅហើយចាំបាច់ត្រូវវៀងចុះវៀងឡើងធ្វើអីលោកប៉ាអាចទទួលស្គាល់ពួកគេដោយបើកចំហបានតើស៊ីម៉ាស៊ីងរូនេះមានទេពកោសល្យខ្ពស់អនាគតការងារក៏ល្អខ្វះតែឱកាសប៉ុណ្ណោះបើថ្ងៃណាមួយពិតជាអាចធ្វើជាមន្ត្រីក្នុងរាជវាំងមែននោះមិនមែនជាក្នុងបង្អែកដ៏ធំបំផុតរបស់ត្រកូលជ័យយើងទេឥឡូវនេះត្រូវរត់ចុះរត់ឡើងដើម្បីជីវភាពប្រយ័ត្នតែលាអនាគតដ៏ល្អអស់ទៅលោកប៉ាអរមក្រៅពីរបស់ទាំងនេះនៅមានប្រាក់1 លានកាក់និងអ្នកបម្រើ100នាក់ទៀតគ្រប់គ្រាន់ហើយមែនទេគ្រប់គ្រាន់ហើយវិញជន់អរគុណលោកប៉ាស៊ីម៉ាស៊ីងរូបើឯងក្បត់ចិត្តវិញជន់យើងប្រកាសជាមិនលើកលែងឲ្យឯងទេសូមលោកប៉ាទុកចិត្តសៀងរូក្នុងជាតិនេះបានត្រឹមវិញជន់ម្នាក់គឺគ្រប់គ្រាន់ហើយលោកស្រីផ្កាស្បៃរឿងមកដល់ហើយមើលចុះថាដាំនៅកន្លែងណាសមផ្កាស្បៃរឿងខ្ញុំបញ្ជាឲ្យគេយកផ្កាស្បៃរឿងពីផ្ទះចាស់មកដាំនៅទីនេះភរិយាហេតុអ្វីត្រូវលំបាកអញ្ចឹងទិញថ្មីមកដាំមិនងាយស្រួលជាងទេអីផ្កាស្បៃរឿងនេះគឺអូននិងស្វាមីបានដាំជាមួយគ្នាអត្ថន័យពិតជាមិនធម្មតាទេភរិយានិយាយត្រូវហើយអញ្ចឹងដាំវានៅទីនេះចុះបើកទ្វារមកអាចមើលឃើញងើយមុខអន់មុខគ្រប់ពេលវេលាក៏អាចមើលឃើញដែរអត្ថបទនេះគ្របដណ្ដប់ពេញផ្ទៃមេឃនិងផែនដីអស្ចារ្យណាស់ស្នាដៃដ៏ល្អបែបនេះគឺចេញពីដៃអ្នកប្រាជ្ញជំនាន់មុនមែនទេមិនអាចរស់នៅក្នុងយុគសម័យតែមួយជាមួយអ្នកនិពន្ធបានពិតជាគួរឲ្យស្ដាយសម្រាប់រាជវង្សហានមែនក្រាបទូលព្រះអង្គអ្នកនិពន្ធអត្ថបទនេះមិនមែនជាអ្នកប្រាជ្ញជំនាន់មុនទេមែនឬអ្នកនិពន្ធអត្ថបទនេះគឺស៊ីម៉ាសៀងរូគឺជាអ្នករួមស្រុកពីនកូស៊ូរបស់ទូបង្គំការដោះស្រាយបញ្ហានៅភាគនិរដីក៏ជាស្នាដៃរបស់គេដែរឆាប់ក៏ហៅគេមកឆាងអានជាបន្ទាន់យើងចង់និយាយជាមួយគេឲ្យបានច្បាស់ទទួលព្រះរាជបញ្ជាការបែកគ្នាម្ដងនេះយ៉ាងតិចក៏ប៉ុន្មានខែយ៉ាងយូរក៏រាប់ឆ្នាំសង្ឃឹមថាស្វាមីនឹងយករបស់នេះជាប់ខ្លួនរាល់ថ្ងៃប្រៀបដូចជាវិនជន់នៅកំដរក្បែរខ្លួនរាល់ថ្ងៃអញ្ចឹងត្បូងនៅមនុស្សក៏នៅភរិយាកុំបារម្ភសៀងរូប្រកាសជានឹងទៅទទួលអូនមកឆាងអានវិញអ្នកគឺជាអ្នកនិពន្ធអត្ថបទជឺស៊ូភូឈ្មោះស៊ីម៉ាសៀងរូឬក្រាបទូលព្រះអង្គគឺទូបង្គំមែនអត្ថបទជឺស៊ូភូប្រើពាក្យពេចន៍បានពីរោះឃ្លាប្រយោគអស្ចារ្យណាស់រាជវង្សហានដ៏អស្ចារ្យរបស់យើងមានអ្នកប្រាជ្ញដូចជាឯងពិតជាកម្រមានណាស់ព្រះអង្គសរសើរពេកហើយអត្ថបទជឺស៊ូភូគឺទូបង្គំបានសរសេរកាលពីប៉ុន្មានឆ្នាំមុនភាគច្រើនគឺសរសេរពីរឿងរបស់ពួកមន្ត្រីទូបង្គំឮថាព្រះអង្គចូលចិត្តការបរបាញ់សត្វទូបង្គំមានបំណងចង់សរសេរអត្ថបទថ្មីមួយគឺធានជាយូលីភូដើម្បីថ្វាយព្រះអង្គល្អណាស់ហាថ្ងៃស្អែកឯងទៅឧទ្យានសាំងលីនដើម្បីបរបាញ់ជាមួយយើងយល់យ៉ាងម៉េចដែរអរព្រះគុណព្រះអង្គភរិយាសុខសប្បាយទេប្រាប់ដំណឹងល្អដល់ភរិយាមួយអត្ថបទថ្មីសាំងលីនភូដែលសៀងរូទៅនឹងតែងព្រះអង្គទ្រង់សពព្រះតីណាស់ព្រះអង្គទ្រង់សម្រេចតែងតាំងបងជាមេតបជុងឡាងថ្មីនេះរវល់ទទួលភ្ញៀវច្រើនណាស់មានអារម្មណ៍ថាហត់បន្តិចត្រឡប់មកដល់ផ្ទះរាល់ថ្ងៃតែងតែគិតថាបើបានផឹកស្រាដែលភរិយាបិទមួយពែងប្រកាសជាល្អណាស់ផ្កាស្បៃរឿងនៅឆាងអានរីកហើយមិនដឹងជានៅផ្ទះផ្កាស្បៃរឿងដែលយើងដាំជាមួយគ្នានោះរីកយ៉ាងម៉េចហើយទេស្មានតែផ្កាស្បៃរឿងមានតែពណ៌លឿងនិងមិននឹកស្មានថាផ្កាស្បៃរឿងនៅឆាងអានមានពណ៌ក្រហមនិងស្វាយទៀតពិតជាប្លែកនិងស្រស់ស្អាតណាស់គួរឲ្យស្ដាយដែលនៅម្នាក់ឯងកណ្ដោចកណ្ដែងខ្វះមនុស្សមករួមគយគន់ផ្កាជាមួយគ្នាមិននឹកស្មានថាក្រៅពីភរិយាសៀងរូក្នុងជាតិនេះនៅអាចជួបមនុស្សយកចិត្តម្នាក់ទៀតអូនប្រហែលជាធ្លាប់ឮអ្នកភ្លេងក្នុងរាជវាំងដ៏ល្បីល្បាញលីយានមានទេដឹងថ្ងៃក្រោយបើភរិយាមកឆាងអានត្រូវតែទៅជួបគាត់ឲ្យបានអ្នកភ្លេងលីថ្ងៃនេះមិនក៏មានអាចកំបាំងម្លេះតាមពិតទៅតែបានរបស់មានតម្លៃមួយទ្រាំមិនបានចង់យកមកបង្ហាញគេតែមិនចង់ឲ្យខូចតម្លៃរបស់វាគិតទៅគិតមកមានតែបងសៀងរូទេដែលយកចិត្តខ្ញុំបំផុតប្រកាសជាអាចដឹងពីតម្លៃរបស់វាជាមិនខានអ្នកភ្លេងលីពិតជាពូកែធ្វើឲ្យចង់ដឹងមែនសៀងរូចង់ឃើញណាស់ថាតើជារបស់អ្វីដែលធ្វើឲ្យអ្នកភ្លេងមិនចង់លេងពីដៃបែបនេះ
អ្នកភ្លេងទៅរករបស់មានតម្លៃនេះពីណាពាន់មកការរំនេះស៊ីចង្វាក់គ្នាឥតខ្ចោះតែម្ដងពេលទៅមកលីងប្រមូលបទចម្រៀងប្រជាប្រិយលើកនេះចៃដន្យក៏បានប្រទះឃើញនារីពូកែរំម្នាក់នេះពេលឃើញនាងរំដំបងខ្ញុំក៏មានទឹកមុខដូចបងសៀងរួអញ្ចឹងដែរនារីម្នាក់នេះរំប្រៀបដូចជាផ្កាឈូករត់ស្រស់ស្អាតផ្ទួរាជធានីឮថាលោកម្ចាស់ចូលចិត្តបំផុតផ្កាស្បៃរឿងផ្កាស្បៃរឿងគឺស្រស់ទន់ភ្លន់ចំណែកផ្កាឈូករត់គឺស្រស់ឆើតឆាយស្អាតរៀងខ្លួនអញ្ជើញបងយាននានសៀងរូសុំលាទៅសិនហើយទុកឲ្យខ្ញុំជូនលោកទៅចោះអមនាងតើនាងរៀនរំនៅឯណាក្រៅពីនៅកន្លែងស្រីខូចតើនៅឯណាទៅខ្ញុំមានជីវភាពក្រខ្សត់តាំងពីតូចដល់អាយុ6ឆ្នាំក៏ត្រូវឪពុកលក់ទៅកន្លែងស្រីខូចនៅម៉ាលីងរំអស់រយៈពេល10ឆ្នាំពិបាកណាស់ទម្រាំអ្នកភ្លេងលីមើលឃើញខ្ញុំប៉ុន្តែរបាំរបស់អ្នកភ្លេងចិត្តចប់ហើយខ្ញុំក៏មិនដឹងថាត្រូវទៅទីណាទៀតទេឆាប់លក់មើលទៅអមយ៉ាងម៉េចដែរផ្អែមឆ្ងាញ់លោកប្រុសប្រកាសជាចូលចិត្តខ្លាំងមិនខានលោកម្ចាស់លោកស្រីផ្ញើស្រាពីធោទៀតពីឆឹងទុំតាក់នៅមាត់ទ្វារទៅមាត់ទ្វារដាក់លេងអស់ហើយអញ្ចឹងយកទៅឲ្យអ្នកបម្រើផឹកទៅចាស់ឈប់សិនខ្ញុំចង់ភ្លក់មើលរសជាតិសាបសូន្យបើប្រៀបនឹងស្រាក្នុងរាជវាំងខុសគ្នាដាច់តែម្ដងឯងទៅយកស្រាទំពាំងបាយជូរមកពីភាគខាងលិចដែលព្រះអង្គប្រទានឲ្យយើងមកយើងផឹកឲ្យស្រវឹងម្ដងចាស់សេអ៊ឺថ្មីនេះលោកប្រុសមានផ្ញើសម្បត្តិមកទេមិនមានទេមិនដឹងជាលោកប្រុសកំពុងរវល់ធ្វើអីទេថ្មីនេះការទទួលបានសម្បត្តិលើកមុននោះផ្កាស្បៃរឿងនៅក្នុងសួនដូចជានៅមិនទាន់រុះរួចទេគិតទៅគឺជាង1 ខែហើយឆាប់មើលទៅលោកស្រីស៊ីម៉ាអុយនៅមានអារម្មណ៍ដើរលេងទៀតចិត្តធំមែនកំពុងនិយាយពីអីអ្នកនិយាយឲ្យខ្ញុំស្ដាប់មើលទៅតោះជីនេះមិនមែនលោកស្រីស៊ីម៉ាទេអីលោកប្រុសឆឹងសុខសប្បាយជាទេតាមខ្ញុំមើលទៅពណ៌លឿងស្រាលនិងបៃតងខ្ចីនេះមិនស័ក្តិសមនឹងនាងទេលោកស្រីស៊ីម៉ាក៏អាយុច្រើនគួរសមហើយគួរតែសាកល្បងពណ៌នេះមើលត្រូវនឹងទម្រង់មុខនាងអត់ត្រូវការលោកជួយទេអរគុណលោកប្រុសឆឹងដែលបារម្ភជ្រើសរើសពណ៌ណាខ្ញុំជាអ្នកដឹងច្បាស់ជាងគេអ្នកក្នុងរឿងមិនសូវដឹងតែអ្នកក្រៅទៅដឹងច្បាស់ខ្ញុំកំពុងតែជួយនាងតើឥឡូវនេះមានអ្នកណាមិនដឹងថាលោកស៊ីម៉ាដ៏ល្បីល្បាញម្នាក់នោះកំពុងតែលងស្នេហ៍ផ្កាឈូករត់ដ៏ស្រស់ស្អាតនៅម៉ាលីងនោះទេលោកមានន័យថាម៉េចហាហាហាធ្វើយម្ចាស់ហាងខ្ញុំចង់បានផ្លិតមួយនោះអាកាសធាតុត្រជាក់ហើយហេតុអ្វីអ្នកនាងចង់ទិញផ្លិតចុះលោកម្ចាស់ទៅណាហើយជំរាបអ្នកនាងលោកម្ចាស់ទៅគាល់ព្រះអង្គអញ្ចឹងប្រហែលជាពេលណាគាត់ត្រឡប់មកវិញតាមធម្មតាគឺត្រូវការពេល2 ម៉ោងល្អខ្ញុំនឹងរងចាំគាត់នៅទីនេះតើផ្លិតមូលនេះនរណាជាអ្នកផ្ញើមកគឺលោកស្រីផ្ញើមកពីលីនឈីងឯងសាកអានកំណាព្យឲ្យនេះមើលជីវសានភូសិនលីជីវ៉ាន់ស៊ូសៀនជៀនរូស៊ូងស្វី
ឆៃវុយហហ៊ុនសានធួនស៊ីមេងយីជូរូជុនហ៊ុយសៀវតុងយ៉ាវុយហ្វុងហ្វាឆាងខុងឈីវជីជឺលៀងបៀវតយៀនរើឈីជៀនឈីស៊ីចុងអេនឈីងចុងតៅជាវជុនហ៊ុយសៀវចុងតៅជាវស្អីគេនឹងមិនយល់ន័យតតែសោះអត្ថន័យនៃកំណាព្យឲ្យនេះគឺផ្លិតគឺជារបស់ចាំបាច់សម្រាប់យកមកបក់នៅរដូវក្តៅតែពេលដល់រដូវរំហើយវាក៏ត្រូវបានគេបោះបង់ចោលនេះច្បាស់ជាបញ្ជាក់ថាលោកម្ចាស់បានបដូរចិត្តហើយលោកម្ចាស់ត្រឡប់មកវិញហើយលោកនឹងព្រះអង្គជេកគ្នាយូរម្លេះប្រកាសជាហត់ហើយជេកគ្នាសប្បាយណាស់ពិតជាមិនហត់ទេជេករឿងអីបានជាសប្បាយម្លេះប្រាប់ខ្ញុំឲ្យដឹងផងបានទេសៀងរូថ្ងៃនេះមានបំណងសរសេរកំណាព្យថ្មីមួយខ្ញុំរៀបចំសរសេរពីការដឹកនាំរបស់ព្រះអង្គដែលធ្វើឲ្យប្រទេសមានសន្តិភាពនិងប្រជាជនរស់នៅសុខសាន្តសរសេរអំពីអេឈប់សិននាងមិនយល់ទេនេះជារបស់នរណាផ្ញើមកនេះឬគឺលោកស្រីផ្ញើមកពីលីនឈីងរដូវក្តៅបានកន្លងផុតទៅហើយផ្ញើផ្លិតមកធ្វើអ្វីប្រហែលជាលោកស្រីផ្ញើយឺតពេកទេដឹងថ្ងៃនេះខ្ញុំបានរងចាំលោកម្ចាស់ជាយូរមកហើយគឺគ្រាន់តែចង់រាំរបាំផ្លិតថ្មីដើម្បីបង្ហាញលោកម្ចាស់មិនដឹងថាលោកម្ចាស់មានចំណាប់អារម្មណ៍ចង់មើលទេមិនដឹងថារបាំផ្លិតថ្មីនេះលោកម្ចាស់ចូលចិត្តឬទេពិតជាចូលចិត្តណាស់អញ្ចឹងខ្ញុំសូមរង្វាន់មួយពីលោកម្ចាស់បានទេសូមរង្វាន់អីសូមផ្លិតមួយនោះតែម្ដងទៅតែមិនដឹងថាលោកម្ចាស់ដាច់ចិត្តឲ្យឬអត់ទេរដូវក្តៅហួសទៅហើយមានតែផ្លិតមួយសោះមានអីត្រូវស្ដាយនោះយកទៅចុះអរគុណលោកម្ចាស់អ្នកនាងលោកប្រុសផ្ញើសម្បត្តិមកហើយឯងអានឲ្យខ្ញុំស្ដាប់មក1 2 3 4 5 6 7 8 9 10 100,000,000អ្នកនាងលោកប្រុសនេះចំមែនសរសេរត្រឹមតែមើលនេះអមមើលទៅគឺដល់ថ្ងៃនេះមែនអមមានម៉ឺនអត់មានលានយីរាប់សែនលានអត្ថន័យទ្វេគឺយីការចងចាំមនោសញ្ចេតនាគ្មានយីគឺមានន័យថាគ្មានមនោសញ្ចេតនាទៀតទេមិនអាចទេសុកលោកប្រុសមិនក៏អស់មនោសញ្ចេតនានឹងអ្នកនាងទៅវិញអ្នកនាងគួរតែសរសេរសម្បត្តិសួរលោកប្រុសឲ្យដឹងច្បាស់ពីរឿងនេះទៅសួរដឹងច្បាស់ហើយបានប្រយោជន៍អ្វីគ្រាន់តែជាការយកភាពអាម៉ាស់ដាក់ខ្លួនប៉ុណ្ណោះគួរឲ្យស្ដាយដែលមិនបានមើលផ្កាស្បៃរឿងនៅឆាងអានលោកម្ចាស់លោកប៉ានាំមនុស្សមកច្រើនម្លេះមានការអីមែនទេចុះស្វាមីសំណប់ចិត្តស៊ីម៉ាស៊ីងរូរបស់ឯងនៅឯណាមិនមែននៅឆាងអានទេនៅឆាងអានប្រហែលជានៅឆាងទូទេដឹងកំពុងតែនាំស្រីម៉ាលីងនោះទៅផឹកស្រាសប្បាយនៅផ្ទះសំណាក់ជីយួនមានតែឯងទេដែលនៅតែល្ងងមិនដឹងរឿងលោកប៉ាសុំបន្ធូរកំហឹងផឹកតែមួយពេងសិនសឹមនិយាយបន្តគេរៀបនឹងយកស្រីម៉ាលីងនោះធ្វើជាប្រពន្ធចុងទៅហើយឯងនៅឲ្យយើងនិយាយបន្តទៀតមិនបានទេយើងត្រូវតែទៅប្រដៅអាជើងល្អដែលមិនរក្សាពាក្យសន្យានេះឲ្យលីងចាលោកប៉ាសុខភាពសំខាន់ជាងរឿងរបស់វិនជុនទុកឲ្យខ្ញុំជាអ្នកដោះស្រាយដោយខ្លួនឯងចុះលោកម្ចាស់កំពុងរៀបចំពិធីជប់លៀងអ្នកគ្មានការពាក់ព័ន្ធហាមចូល
ហាហាហាលោកពិតជាមានសមត្ថភាពអស្ចារ្យមែនមិនបាច់ប្រើកម្លាំងបាយក៏អាចបង្កាបការបះបោរនៅភាគនិរដីបានយ៉ាងលឿនពិតជាសំណាងរបស់នគរស៊ូសំណាងនៃសង្គមជាតិពិតមែនលោកម្ចាស់សរសើរពេកហើយសៀងរូគ្រាន់តែធ្វើតាមព្រះរាជបញ្ជារបស់ព្រះអង្គប៉ុណ្ណោះពួកកុលសម្ព័ន្ធក៏ដឹងថាការចុះចូលគឺជាសំណាងល្អមិនមែនជាស្នាដៃរបស់សៀងរូទេអញ្ជើញលោកអញ្ជើញហេតុអ្វីលោកត្រូវប្រញាប់ត្រឡប់ទៅរាជធានីទាំងយប់ម្លេះធ្វើដំណើរហត់នឿយប៉ុន្មានថ្ងៃជាប់មិនត្រឡប់ទៅសម្រាកនៅផ្ទះប៉ុន្មានថ្ងៃសិនទេអមឮថាលោកស្រីស៊ីម៉ាក៏កំពុងលើកនេះខ្ញុំមានការងាររាយការណ៍ជាប់ខ្លួនត្រូវប្រញាប់ត្រឡប់ទៅរាជធានីដើម្បីរាយការណ៍ថ្វាយព្រះអង្គពិតជាសៀងរូមានធរៈមែនមិនអាចនៅយូរបានទេប្រាថ្នាចង់ក្លាយជាបក្សីខៀវលើពកហោះហើរឆ្លងកាត់ភ្នំរាប់ពាន់ជាមួយបងមានរឿងអីហ្នឹងលោកស្រីឮថាលោកនឹងយកប្រពន្ធចុងនៅរាជធានីក៏លក់ផ្ទះនៅឆឹងទូហើយប្រគល់របស់លោកទាំងអស់មកវិញក្រៅពីនេះក៏បានប្រគល់របស់នេះមកវិញដែរសេចក្តីស្រឡាញ់ប្រៀបដូចព្រិលលើកំពូលភ្នំភ្លឺស្អាតដូចព្រះច័ន្ទកណ្ដាលពកឮថាបងមានចិត្តពីរទើបអូនមកសុំកាត់ផ្ដាច់ថ្ងៃនេះជួបជុំផឹកស្រាព្រឹកស្អែកបែកគ្នានៅមាត់ទឹកតើបណ្ដាយំបណ្ដាតាមប្រឡាយទឹកប្រឡាយហូរពីកើតទៅលិចគួរឲ្យសោកសង្រេងណាស់រៀបការហើយមិនចាំបាច់និយាយទេប្រាថ្នាចង់បានមនុស្សដែលមានចិត្តស្មោះចាស់សក់ស្កើមិនព្រាត់ប្រាសសន្ទូចជូសេយោចុះយោឡើងកន្ទុយត្រីវាលេងទឹកយ៉ាងរីករាយកូនប្រុសគិតថាមនោសញ្ចិតណែសំខាន់មិនក៏ឲ្យលុយកាក់មកទិញទឹកចិត្តបានភរិយាពិតជាដាច់ចិត្តម្លេះការពិតលោកស្រីធ្លាប់ទុកឱកាសឲ្យលោកម្ដងរួចមកហើយតើលោកនៅចាំទេថាពីមុនលោកស្រីធ្លាប់ផ្ញើផ្លិតមួយមកចាំតើផ្លិតមួយមានអត្ថន័យអីទៅលោកស្រីបានសរសេរកំណាព្យជីវសានភូនៅខាងក្រោយផ្លិតនោះប្រសិនបើលោកបានអានច្បាស់ជាយល់ពីអត្ថន័យជ្រាលជ្រៅនោះមិនខានផ្ញើផ្លិតមកធ្វើអីប្រហែលជាលោកស្រីផ្ញើយឺតពេកទេដឹងនាងនៅចាំអត្ថន័យវាទេឆាប់សូត្រឲ្យខ្ញុំស្ដាប់មកស៊ីនលីជីវ៉ាន់ស៊ូសៀនជៀនរូស៊ូងស្វីឆៃវុយហោហ៊ុនសានធួនស៊ីមេងយីជូរូជុនហ៊ុយសៀវតុងយ៉ាវុយហ្វុងហ្វាឆាងខុងឈីវជីជឺលៀងបៀវតយិនរើឈីជៀនឈីស៊ីចុងអេនឈីងចុងតៅជាវលោកម្ចាស់លោកមកល្មមផ្លិតនោះណែណាផ្លិតអីទៅផ្លិតដែលភរិយាផ្ញើមកឲ្យនោះលោកម្ចាស់គុំរកអីផ្លិតនោះខ្ញុំបានបោះចោលបាត់ហើយបោះចោលហើយនាងហ៊ានបោះរបស់ដែលភរិយាផ្ញើមកឲ្យខ្ញុំចោលខ្ញុំខ្លាចលោកស្រីរារាំងមិនឲ្យលោកម្ចាស់យកខ្ញុំធ្វើជាប្រពន្ធចុងខ្លាចថាលោកម្ចាស់ឃើញកំណាព្យឲ្យនោះហើយនឹងបដូរចិត្តវិញខ្ញុំសម្រេចចិត្តធ្វើបែបនេះនារីចិត្តពីស្ពូលដូចជានាងនេះនាងលោកម្ចាស់ខ្ញុំឈួតមួយពេលលោកម្ចាស់សូមលោកលើកលែងឲ្យខ្ញុំផងខ្ញុំក៏មិនមែនជាអ្នកដែលឈួតមួយពេលដែរឬចាប់ពីពេលនេះទៅនាងហាមឈានជើងចូលក្នុងផ្ទះខ្ញុំសំបីតែកន្លះជំហានលោកម្ចាស់វិញជន់មិននៅទីនេះទេលោកប៉ាក៏ខកចិត្តនឹងឯងយ៉ាងខ្លាំងដែរពិតជាមិនជួបឯងទេចុះអ្នកអាចប្រាប់ខ្ញុំបានទេថាវិញជន់ទៅទីណាទោះជាត្រូវទៅដល់ចុងដង្ហើមផែនដីខ្ញុំក៏ត្រូវតែរកនាងឲ្យឃើញដែរប្អូនស្រីខ្ញុំម្នាក់នេះណាមានគំនិតច្បាស់លាស់និស័យរឹងរូសបើនាងមិនចង់និយាយទេប្រកាសជាមិននិយាយដាច់ខាតបើឯងមានចិត្តចង់បកក្រោយមែនបើមានដំណឹងខ្ញុំប្រកាសជានឹងពឹងគេឲ្យប្រាប់ឯងអូមែនហើយត្រកូលឆឹងបានចូលមកស្ដីដណ្ដឹងម្ដងទៀតហើយលើកនេះវិញជន់យល់ព្រមថានឹងយកទៅគិតពិចារណាមើលមានអីដែលត្រូវគិតពិចារណានោះនាងមិនមែនធ្លាប់និយាយថាចង់កំណត់វាសនាដោយខ្លួនឯងទេមិនក៏ឥឡូវយល់ព្រមតាមគេយ៉ាងនេះទៅវិញបើមិនមែនមកពីឯងចូលចិត្តថ្មីចោលចាស់ទេវិញជន់មិនចាំបាច់គិតពិចារណាអីទៀតទេតោះទៅ
បាននិយាយតាមដែលឯងប្រាប់អស់ហើយប៉ុន្តែរឿងដែលត្រកូលឆឹងចូលមកស្ដីដណ្ដឹងនេះពួកយើងនិយាយដូចជាហួសហេតុពេកទេដឹងបើគ្រាន់តែលើកជង្គង់ប៉ុណ្ណេះក៏លើកលែងឲ្យគេនោះមិនមែនជាការលើកលែងងាយពេកទេអូយលោកប្រុសឆឹងកើតអីហ្នឹងកើតអីអញហ៊ានទៅសួរស៊ីម៉ាស៊ីងរូទេថាមានរឿងអីលោកប្រុសឆឹងផឹកតែសិនទៅកុំខឹងអ្នកដែលគួរតែខឹងបំផុតគឺស៊ីម៉ាស៊ីងរូឯណោះឆឹងស៊ឺឡាងឆឹងស៊ឺឡាងឯងចេញមកឲ្យខ្ញុំរឿងគ្រូសាប្តីប្រពន្ធថៃមិនក៏រត់មកទម្លាក់កំហឹងលើខ្ញុំឆឹងស៊ឺឡាងនៅឯណាគេនៅឯណាឆឹងស៊ឺឡាងចង់ធ្វើអីកង្កែបចង់ស៊ីសាច់សត្វគ្មានផងឯងចាំសិនវិញជុនក៏ជាមនុស្សដែលបរោះសាមញ្ញដូចជាឯងអាចប៉ះពាល់បានដែរឬថ្ងៃនេះខ្ញុំនឹងវាយកំទេចមុខឯងនេះមើលថាឯងមានមុខឯណាទៅស្ដីដណ្ដឹងនាងទៀតស្ដីដណ្ដឹងមិនមែនឯងឃើញវិញជុនត្រឡប់មកលីនឈីងវិញក៏ក្រាស់មុខទៅស្ដីដណ្ដឹងនាងទេអយុធធនណាអយុធធអ្វីរបស់ហែងឥឡូវទោះឲ្យខ្ញុំរយសេចក្តីក្លាហានក៏ខ្ញុំមិនហ៊ានទៅស្ដីដណ្ដឹងនាងដែរស្ត្រីឆ្លាតដល់ថ្នាក់នេះមាននរណាហ៊ានយកធ្វើប្រពន្ធនោះពិតមែនឬបើខ្ញុំនិយាយកុហកសំបីតែកន្លះម៉ាត់ឯងអាចត្រឡប់មកវាខ្ញុំទៀតបានសុំទោសផងលោកប្រុសឆឹងត្រកូលជ័រមានថ្នាំបុរាណសម្រាប់ព្យាបាលរបួសឈាមដាច់ដោយឡែកចាំខ្ញុំបញ្ជាឲ្យកន្លែងផ្សំថ្នាំរៀបចំរួចរាល់ហើយនឹងយកទៅជូនលោកប្រុសឆឹងម្ចាស់ហាងអូយសុំស្រាមួយកមទៀតលោកម្ចាស់ហាងតូចនេះរៀបនឹងបិទទ្វារហើយសូមលោកម្ចាស់អញ្ជើញត្រឡប់ទៅវិញសិនចុះត្រឡប់ទៅណាទៅចុះបើខ្ញុំប្រើគេឲ្យទៅប្រាប់លោកស្រីឲ្យលោកស្រីមកទទួលលោកវិញល្អទេលោកស្រីតាំងពីយូរមកមិនដឹងទៅទីណាត់ហើយអូយមិននឹងអាចទៅរួចអ្នកបំរើលោកស្រីសេម្សិលមិញទៅនឹងមកទិញស្រាសោះមែនឬអុយនេះមិនមែនជាបទក្នុងពិធីជប់លៀងបុណ្យសែនព្រះខែទេតែលោកប្រុសធ្លាប់លេងបទហ្វុងជីវហួងនោះទេប្រហែលជាអ្នកនាងនេះកន្លងផុតទៅ2 ម៉ោងហើយតើអ្នកនាងមានបំណងឲ្យលោកប្រុសលេងដល់ថ្មណាទៀតគាត់ចង់លេងដល់ពេលណាក៏លេងដល់ពេលនោះទៅអ្នកនាងល្បិចដែលប្រើលើកទី1មានប្រសិទ្ធភាពតែលើកទី2ប្រហែលជាមិនមានប្រសិទ្ធភាពទេអ្នកនាងពិតជាមិនមានបំណងលើកលែងឲ្យលោកប្រុសទេមែនទេការពីមុនរៀបការគឺអាស្រ័យលើឱកាសដែលព្រះប្រទានឥឡូវការត្រូវរយគ្នាវិញក៏ត្រូវការឱកាសពីព្រះដូចគ្នាសេខ្ញុំងុយហើយចូលគេងទៅអ្នកនាងនៅខាងក្រៅមានគេចង់ជួបនរណាមកព្រលឹមម្លេះគេថាជាមនុស្សដែលម្ចាស់កត្រីពីឆាងអានបញ្ជូនមកហេតុអ្វីផ្លិតមួយនេះមកនៅក្នុងដៃម្ចាស់កត្រីទៅវិញថ្ងៃនោះអាជូកំពុងតែគំរំចាស់កត្រីគយគុណផ្កានៅក្នុងសួនក្នុងរាជវាំងនោះជាអ្វីខ្ញុំនឹងទៅមើលផ្លិតដ៏ប្រណិតមួយនេះប្រើរួចមិនយកក៏បោះចោលចិត្តមនុស្សពិតជាចូលចិត្តថ្មីចោលចាស់មែនផ្លិតនេះមានច្បាប់ទម្លាប់អីដែរម្ចាស់ស្ត្រីថ្ងៃនេះរើបានវាហើយក៏កាន់ជាប់មិនព្រមលែងដៃសោះផ្លិតនេះមិនមានអ្វីអស្ចារ្យទេប៉ុន្តែកំណាព្យឲ្យនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអារម្មណ៍នៅក្នុងចិត្តខ្ញុំនឹកឃើញពីមុនដែលជាមិត្តកុមារភាពជាមួយព្រះអង្គឥឡូវនេះ10 ថ្ងៃកន្លះខែក៏មិនអាចជួបមុខគ្នាបានម្ដងដែរក្រាបទូលព្រះអង្គនេះជាអាវថ្មីដែលម្ចាស់កត្រីរៀបចំថ្វាយព្រះអង្គខ្លាចក្រែងព្រះអង្គរងាទុកនៅទីនោះចុះទទួលព្រះរាជបញ្ជាក្រាបទូលព្រះអង្គក្រាបទូលព្រះអង្គក្រេស្នែងបានរៀបចំរួចរាល់ហើយត្រៀមខ្លួនចេញដំណើរទៅដំណាក់អ្នកម្នាងលីគ្រប់ពេលវេលាថ្ងៃនេះត្រឡប់ទៅដំណាក់វេយ៉ាងវិញ
អទទួលព្រះរាជបញ្ជាយាងទៅដំណាក់ម្ចាស់ក្ត្រីកុំធ្វើឲ្យម្ចាស់ក្ត្រីភ្ញាក់ម្ចាស់ក្ត្រីមិនខ្លាចថាអ្នកដែលចូលមកគឺជាមនុស្សអាក្រក់ទេថងក្រអូបរបស់ព្រះអង្គគឺទូបង្គំជាអ្នកដេដោយផ្ទាល់ដៃមែនឬមិនមែនគ្រាន់តែព្រះអង្គខិតបន្តិចក៏ដឹងបាត់ទៅហើយមួយរយៈនេះអូនប្រកាសជាអន់ចិត្តហើយព្រះអង្គមិនចង់ដឹងទេចង់ដឹងពីរឿងអ្វីចង់ដឹងថាជាអ្នកណាពិតប្រាកដតែអាចសរសេរកំណាព្យឲ្យដែលធ្វើឲ្យសំបីតែព្រះអង្គក៏បដូរចិត្តបានបែបនេះហាហាហាមានអីពិបាកទៅហើយអ្នកក្នុងវាំងមកសួរនាំម្ដងម្នាក់ទៅដឹងហើយទូបង្គំបានសួរអស់ហើយតែគ្មានលទ្ធផលទេផ្លិតមូលនេះធ្វើឡើងយ៉ាងយកចិត្តទុកដាក់ប្រកាសជាធ្វើចេញពីហាងលក់សូត្រល្បីមិនខានហេតុអ្វីម្ចាស់ស្ត្រីមិនហើយមន្ត្រីទទួលបន្ទុកខាងរាជទ្រព្យមកសួរនាំមើលសូត្រដែលប្រើនៅលើផ្លិតមូលនេះមានសាច់ម៉ដ្ឋល្អណាស់ភ្លឺរលោងនិងមានគុណភាពខ្ពស់ក្រណាត់សូត្រមួយដុំនេះគួរតែមកពីហាងសូត្រល្បីនៅឆឹងទូហាងឆាយុនម្ចាស់ហាងខ្ញុំសុំសួរព័ត៌មានបន្តិចផ្លិតមូលធ្វើពីសូត្រពុកបែបនេះហាងឆាយុនយើងមួយរដូវក្តៅធ្វើតែ10ផ្លិតប៉ុណ្ណោះអូនៅទីនេះអ្នកដែលទិញផ្លិតនេះគឺលោកស្រីចវិនជុនពីភូមិគ្រឹះសៀងរូគ្រាន់តែយ៉ាងម៉េចទៅគ្រាន់តែលោកស្រីចវិនជុនមួយរយៈមុននេះបានលក់ភូមិគ្រឹះសៀងរូចោលហើយត្រឡប់ទៅលីនឈីងវិញតាមផ្លូវមកនេះនាងអាជូពិតជាហត់ហើយក៏អរគុណដល់ទឹកចិត្តរបស់ម្ចាស់ស្ត្រីណាស់ដែរលើកនេះវិនជុនទោះបីជាមិនអាចទាញយកចិត្តស្វាមីមកវិញបានតែបានជួយម្ចាស់ក្ត្រីទាញយកចិត្តព្រះអង្គគង់វិញបានក៏ចាត់ទុកជារឿងដ៏ល្អមួយដែរតែមិនដឹងថាម្ចាស់ក្ត្រីស្រាប់តែមករកវិនជុនតើមានការអ្វីទៅលើកនេះដែលយើងក៏ហៅអញទាំងពីរមកគឺមានរឿងមួយចង់ឲ្យអញទាំងពីរជួយរៀបចំផែនការសូមព្រះអង្គមានបន្ទូលទូបង្គំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពខែក្រោយគឺជាថ្ងៃចម្រើនព្រះជន្មរបស់ម្ចាស់ក្ត្រីយើងចង់រៀបចំពិធីជប់លៀងដ៏អធិកអធមមួយសម្រាប់ម្ចាស់ក្ត្រីយើងនិងម្ចាស់ក្ត្រីជាមិត្តកុមារភាពនឹងគ្នាតែប៉ុន្មានថ្ងៃនេះយើងបានប្រងើយកន្តើយដាក់នាងពេលនេះយើងចង់សងជំងឺចិត្តនាងវិញរៀបចំឲ្យបានល្អព្រះអង្គមានព្រះរាជបញ្ជាអ្វីខ្លះយើងឮថាស៊ីម៉ាមានសមត្ថភាពលេងពិណបានល្អណាស់ទើបចង់ឲ្យឯងទាំងពីរលេងភ្លេងមួយបទក្នុងពិធីជប់លៀងនេះជំនួសយើងដើម្បីធ្វើឲ្យម្ចាស់ស្ត្រីសប្បាយព្រះទ័យទូបង្គំទទួលព្រះរាជបញ្ជាប៉ុន្តែម្ចាស់ស្ត្រីមានការស្នើសុំមួយលើកនេះម្ចាស់ស្ត្រីចង់ស្ដាប់អ្នកលេងពិណប្រុសស្រីលេងឆ្លើយឆ្លងគ្នាទោះបីជាភារកិច្ចដែលព្រះអង្គប្រគល់ឲ្យនេះមិនងាយស្រួលក៏ដោយតែបងសៀងរូក៏មិនចាំបាច់ត្រូវមានសម្ពាធខ្លាំងបែបនេះដែរព្រះអង្គគ្រាន់តែមានបន្ទូលមួយម៉ាត់ក៏ចាក់ចំចំណុចឈឺចាប់របស់សៀងរូបាត់ទៅហើយបន្ទូលអ្វីទៅព្រះអង្គនិងម្ចាស់ក្ត្រីជាមិត្តកុមារភាពនឹងគ្នាប៉ុន្តែបែរជាប្រងើយកន្តើយដាក់ម្ចាស់ក្ត្រីពេលនេះព្រះអង្គនៅមានឱកាសសងជំងឺចិត្តនាងវិញចំណែកសៀងរូវិញគឺគ្មានឱកាសទៀតទេបងសៀងរូកុំអស់សង្ឃឹមពេកអីលទ្ធផលយ៉ាងណានោះគឺអាស្រ័យលើការប្រឹងប្រែងរបស់យើងប៉ុន្តែអ្វីដែលសំខាន់បំផុតនៅពេលនេះគឺត្រូវគិតថាទៅរកអ្នកលេងពិណស្រីឯណាដែលអាចលេងស៊ីចង្វាក់ជាមួយបងសៀងរូបានបើតាមធម្មតារឿងនេះមិនពិបាកសំបីតែបន្តិចតាមធម្មតាវិនជុនគឺជាអ្នកលេងពិណស្រីដែលស័ក្តិសមបំផុតជាមួយសៀងរូ
ឬថានៅសាលាតន្ត្រីហ៊ូថៃផ្សារខាងកើតនៃទីក្រុងឆាងអានមាននារីម្នាក់ដែលមានថ្វីដៃលេងពេញយ៉ាងប៉ិនប្រសប់លោកម្ចាស់ទាំងពីរគួរតែទៅស្ដាប់នាងលេងមើលទៅអ្នកនាងនៅហ៊ូថៃផ្សារខាងកើតល្បីខាងរំរបាំមិនដែលឮថាមានថ្វីដៃលេងពេញឆ្នាំសោះឡើយប្រហែលជាទើបនឹងមកថ្មីទេដឹងរឿងដល់ថ្នាក់នេះទៅហើយមានតែសាក់លបងមើលសិនទៅហើយពិតជាដំណឹងនៅរាជធានីលឿនមែននៅទីនេះពិតជាមានអ្នកនាងចំណូលថ្មីម្នាក់ដែលមានថ្វីដៃលេងពេញយ៉ាងអស្ចារ្យមែនអញ្ចឹងឆាប់នាំនាងមកទីនេះមកគ្រាន់តែថាមិនសូវងាយស្រួលពួកយើងទៅរកនាងក៏បានដែរតើពិតជាមិនសូវងាយស្រួលមែនអ្នកនាងម្នាក់នេះណាមិនអាចជួបមុខនរណាបានទេអ្នកនាងម្នាក់នេះដើមឡើយក៏ជាកូនស្រីត្រកូលអ្នកមានដែរតែដោយសារភ្លើងឆេះផ្ទះឪពុកម្ដាយស្លាប់អស់មុខមាត់និងបំពង់ក៏ត្រូវរបួសទើបធ្លាក់ខ្លួនមកលេងភ្លេងនៅសាលាតន្ត្រីបែបនេះសូមលោកម្ចាស់ទាំងពីរមេត្តាអធ្យាស្រ័យអ្នកនាងសូមអញ្ជើញអ្នកលេងเป็นក្នុងរាជវាំងរាប់រយនាក់តែគ្មាននរណាម្នាក់អាចលេងបានពីរោះរណ្ដំចិត្តបែបនេះទេសំឡេងเป็นប្រៀបដូចជាទឹកចិត្តមនុស្សតតែមានចិត្តស្ងប់ទើបអាចលេងចេញសំឡេងเป็นបែបនេះបានបងសៀងរូនិយាយត្រូវហើយសំឡេងเป็นនេះទោះបីជាពោពេញដោយអារម្មណ៍ច្រើនយ៉ាងតែអ្វីដែលស្ដាប់ទៅជ្រាលជ្រៅបំផុតគឺមនោសញ្ចេតនានឹករលឹកខ្ញុំមានរឿងមួយចង់ពឹងពាក់តើអាចឲ្យសៀងរូមើលពិនដែលអ្នកនាងកំពុងលេងបានទេគឺជាពិនថ្មីសោះមើលទៅខ្ញុំប្រហែលជាគិតច្រើនពេកហើយបងសៀងរូអំបាញ់មិញនេះមិនក៏ចង់មើលពិនរបស់អ្នកនាងនោះមិនដឹងជាយ៉ាងម៉េចទេអ្នកនាងម្នាក់នេះតែងតែធ្វើឲ្យខ្ញុំនឹកដល់វិនជុនជានិច្ចរហូតដល់ខ្ញុំស្មានថានាងកំពុងតែលេងពិនលូឈីរបស់វិនជុនទៅហើយបងសៀងរូបើនៅតែបន្តបែបនេះទៀតប្រកាសជានឹងកើតជំងឺបែកគំនិតហើយលោកម្ចាស់គឺខ្ញុំលោកម្ចាស់ខ្ញុំដឹងខុសហើយលោកម្ចាស់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 ខ្ញុំដឹងខុសហើយវិនជុនអូនគិតថាលោកម្ចាស់អ្នកបំរើចាស់ឆាប់ទៅចាក់ស្រាដែលលោកស្រីបិទផ្ទាល់ដៃមួយក្អមមកឲ្យខ្ញុំលោកម្ចាស់ស្រាទាំងនោះលោកម្ចាស់បានបញ្ជាឲ្យខ្ញុំចែកឲ្យពួកអ្នកបម្រើអស់ហើយឯងក៏ហកស្រាដែលលោកស្រីបិទមិនក៏ខ្ញុំឲ្យឯងចែកឲ្យពួកអ្នកបម្រើផឹកទៅកើតច្បាស់ជាឯងសម្រេចចិត្តដល់ចិត្តឯងយកទៅឲ្យអ្នកផ្សេងហើយមែនទេពិនរបស់អ្នកជួសជុលរួចហើយ
ថ្ងៃនេះខ្ញុំមកទីនេះគឺដើម្បីសុំទោសអ្នកនាងដែលមិនអាចធ្វើតាមពាក្យសន្យាថានឹងតែងបទភ្លេងថ្មីតាមពេលកំណត់បានមិនដឹងជាហេតុអ្វីទេថ្ងៃនេះមានអារម្មណ៍ថាគំនិតស្ងួតហួតហែងរកនឹកអ្វីមិនឃើញសោះគិតទៅប្រហែលជាមានពាក់ព័ន្ធនឹងកង្វល់ក្នុងចិត្តដែលកំពុងរំខានសេចក្តីស្រឡាញ់ប្រៀបដូចព្រិលលើកំពូលភ្នំបងសៀងរូបទភ្លេងថ្មីនេះពីរោះជាងមុនទៅទៀតណាពិតជាគួរឲ្យសរសើរមែនគឺដោយសារអ្នកនាងជួយរំលឹកសៀងរូទើបតែរកឃើញរឿងដែលធ្វើឲ្យរំជួលចិត្តបំផុតទើបអាចតែងបទភ្លេងថ្មីនេះបានមិនដឹងថាអ្នកនាងយល់ឃើញយ៉ាងណាដែរថាតើព្រមចូលរួមលេងបទភ្លេងនេះជាមួយសៀងរូឬទេអ្នកនាងញ៉ាំអីបន្តិចទៅអ្នកនាងញ៉ាំអីបន្តិចទៅខ្ញុំមើលទៅលោកប្រុសពិតជាដឹងខុសមែនអំបញ្ញមិញខ្ញុំលួចមើលគាត់មួយផ្លែតឃើញគាត់ដូចជាស្គមខ្លាំងណាស់ទៅហើយខ្ញុំគ្រាន់តែមិនចង់និយាយមិនមែនមានន័យថាមើលមិនឃើញទេម្ចាស់ក្ត្រីចង់ជួបខ្ញុំឬចាសោះអាជូបានរៀបចំរទេះសេះរួចរាល់ហើយកំពុងចាំនៅខាងក្រៅភូមិគ្រីស្ទចោះអ្នកនាងវិនជុនសូមអញ្ជើញចូលរាជធានីជាមួយខ្ញុំនេះប្រហែលជាផ្សារឆាងអានដែលលោកប្រុសធ្លាប់រៀបរាប់ក្នុងសម្បត្តិហើយមើលទៅជាមានរបស់ល្អគ្រប់យ៉ាងមែនណាយើងទៅទិញម្សៅឡាបមុខស្អាតនៅហាងខាងមុខនោះល្អទេកាលនោះពេលដែលយើងមើលផ្លិតមូលនេះយើងធ្លាប់ស្រមៃថានាងប្រកាសជានារីដែលស្អាតនិងមានទេពកោសល្យថ្ងៃនេះបានឃើញមុខពិតប្រាកដមិននឹកស្មានថាសម្រស់និងទេពកោសល្យពិតជាលើសពីការរំពឹងទុកឆ្ងាយណាស់ម្ចាស់ស្ត្រីសរសើរពេកហើយមិនដឹងថាបុរសដែលអ្នកនាងវិនជុនកំពុងតែខឹងនោះគឺជានរណាទៅក្រាបទូលម្ចាស់ក្ត្រីគឺមេតបជុងឡាងក្នុងពេលបច្ចុប្បន្នឈ្មោះស៊ីម៉ាសៀងរូអញ្ចឹងសោះរឿងដែលស៊ីម៉ាសៀងរូបដូរចិត្តទៅស្រឡាញ់នារីម៉ាលីងនោះយើងធ្លាប់ឮខ្លះដែរប៉ុន្តែឥឡូវនេះពួកគេបានកាត់ផ្តាច់ទំនាក់ទំនងគ្នាទៅហើយហេតុអ្វីអ្នកនាងវិនជុននៅតែមិនព្រមលើកលែងឲ្យគេទៀតមិនមែនមិនព្រមលើកលែងទេគ្រាន់តែមិនចង់លើកលែងឲ្យដល់ញីពេកចុះអ្នកនាងវិនជុនមានបំណងយ៉ាងណាដែរនិយាយតាមត្រង់ទៅវិនជុនចូលរាជធានីលើកនេះពិតជាមានរឿងចង់ពឹងពាក់មែនមិនដឹងថាម្ចាស់ក្ត្រីព្រមជួយវិនជុនឬទេដើម្បីសាកល្បងមើលចិត្តពិតរបស់ស៊ីម៉ាសៀងរូរឿងនេះជាការប្រកាសណាស់អ្នកនាងវិនជុនធ្លាប់បានជួយយើងថ្ងៃនេះយើងប្រកាសជាត្រូវតែជួយនាងវិញហើយយាងព្រះអង្គម្ចាស់ក្ត្រីចាប់ផ្ដើមចុះសេចក្តីស្រឡាញ់ប្រៀបដូចព្រិលលើកំពូលភ្នំ
អ្នកទាំងពីរពិតជាមានស្នាដៃអស្ចារ្យមែនសូម្បីតែយើងដែលមិនសូវចេះស្ដាប់តន្ត្រីសោះស្ដាប់ហើយក៏មានអារម្មណ៍រំភើបរំជួលចិត្តដែរយើងសម្រេចចិត្តថានឹងផ្ដល់រង្វាន់ជាត្បូងនិងគ្រឿងអលង្ការមួយប្រអប់ម្នាក់ដល់អ្នកទាំងពីរនរណានៅទីនោះប្រទានរង្វាន់ក្រាបទូលព្រះអង្គទូលបង្គំមិនចង់បានរង្វាន់ទេទូលបង្គំសូមទ្រង់ព្រះមេត្តាអនុញ្ញាតឲ្យទូលបង្គំទូលសុំរឿងមួយនិយាយមកចុះទូលបង្គំចង់សូមព្រះរាជានុញ្ញាតពីព្រះអង្គឲ្យអ្នកលេងពិណស្រីនេះដោះស្បែកមុខចេញរឿងនេះប្រហែលជាមិនសមរម្យទេយើងឮថាអ្នកលេងពិណស្រីនេះដោយសារតែភ្លើងឆេះផ្ទះធ្វើឲ្យខូចមុខមាត់អស់គ្មានជំរឿទើបត្រូវពាក់ស្បែកមុខជួបអ្នកអតីបែបនេះទូលបង្គំដឹងតាំងពីបានជួបនាងមកតែងតែធ្វើឲ្យទូលបង្គំយល់ច្រឡំថាជាភរិយាវិញជន់របស់ទូលបង្គំក៏ធ្លាប់គិតថាមកពីខ្លួនឯងនឹកភរិយាពេកទើបមើលមនុស្សខុសតែការលេងភ្លេងចូលគ្នានៅថ្ងៃនេះទូលបង្គំពិតជាមិនជឿទេថាក្នុងโลกនេះនៅមានមនុស្សដែលដូចនឹងវិញជន់ទៀតដែលអាចលេងភ្លេងយកចិត្តទូលបង្គំបែបនេះដូច្នេះទោះបីជាមិនសមរម្យក៏ដោយទូលបង្គំក៏ចង់បញ្ជាក់ឲ្យច្បាស់តភ្នែកដែរយើងយល់ព្រមអរព្រះគុណព្រះអង្គប្រហែលជាអ្នកលេងពិណស្រីនេះលេងពិណរាល់ថ្ងៃនឿយហត់ខ្លាំងពេកហើយយល់ល្អគួរតែឲ្យអ្នកលេងពិណស្រីនេះទៅសម្រាកមួយផ្លែតសិនទៅចាំពេលនាងដឹងខ្លួនវិញចាំបញ្ជាក់ក៏មិនទាន់ហួសពេលដែរទទួលព្រះរាជបញ្ជាម្ចាស់ក្ត្រីអរគុណម្ចាស់ស្ត្រីណាស់ដែលជួយដោះស្រាយបញ្ហាឲ្យវិញជន់អ្នកនាងវិញជន់មិនអីទេមែនទេមិនអីទេអរគុណម្ចាស់ក្ត្រីដែលបារម្ភអមមិនអីទេក៏ល្អហើយគ្រាន់តែយើងមានរឿងមួយដែលមិនយល់គ្រប់យ៉ាងនៅយប់នេះមិនមែនសុទ្ធតែដូចអ្វីដែលអ្នកនាងវិញជន់បានទូទីទុកទេទូទីទុកថាប្រសិនបើអ្នកទាំងពីរពិតជានៅតែយល់ចិត្តគ្នាមែនស៊ីម៉ាសៀងរូប្រកាសជានឹងចង់បើកស្បែកមុខចេញដើម្បីបញ្ជាក់អត្តសញ្ញាណមិនខានផែនការដើមក៏ចង់ឲ្យទទួលស្គាល់គ្នានៅពេលនេះជារឿងល្អបំផុតតើម៉េចក៏ស្រាប់តែធ្វើជាសន្លប់ទៅវិញអញ្ចឹងគ្រាន់តែវិញជន់ស្រាប់តែនឹកឃើញថានៅមានបំណងប្រាថ្នាមួយទៀតដែលមិនទាន់បានសម្រេចអេម៉ងចុះអ្នកនាងម្នាក់នោះនៅឯណាអ្នកនាងតាំងពីព្រឹកព្រលឹមម្លេះបានលុះខ្លួននាងចេញហើយបានចាក់ចេញពីហួរថៃបាត់ហើយតើចេញទៅតាំងពីពេលណាគឺទៅតែចេញអំបញ្ញមិញហ្នឹងលោកស៊ីម៉ាមុខស្រពាប់ស្រពោនម្លេះមានអារម្មណ៍ថាមិនស្រួលខ្លួនមែនទេក្រាបទូលម្ចាស់ក្ត្រីទូបង្គំមិនមានបញ្ហាអ្វីធំដុំទេបើមិនមានរឿងអីទេគួរតែទៅដើរលេងមើលផ្កាស្បៃរឿងនៅសួនផ្កាស្បៃរឿងជាមួយយើងទៅបើនិយាយពីផ្កាស្បៃរឿងគឺផ្កានៅទីក្រុងឆាងអាននេះហើយដែលរីកបានល្អបំផុតបើនិយាយពីផ្កាស្បៃរឿងគឺផ្កានៅទីក្រុងឆាងអាននេះហើយដែលរីកបានល្អបំផុតថ្ងៃក្រោយបារីជវាំងប្រគល់ការងារសំខាន់ឲ្យច្បាស់ជានឹងនាំភរិយាទៅមើលផ្កាស្បៃរឿងនៅឆាងអានដោយផ្ទាល់មិនខានផ្កាស្បៃរឿងនៅរាជធានីពិតជាស្រស់ស្អាតប្លែកមែនសៀងរូនៅឯកោតែម្នាក់ឯងមិនដឹងថាអ្នកនាងយល់ព្រមដើរលេងជាមួយគ្នាទេ
ថ្ងៃណាទើបអាចជួបមុខគ្នាបានមនុស្សតែម្នាក់សេចក្តីស្រឡាញ់ប្រៀបដូចព្រិលលើកំពូលភ្នំទូស្លាប់ក៏មិនអាចឲ្យខ្ញុំយល់ព្រមបានដែររឿងនេះនាងមិនអាចសម្រេចចិត្តដោយខ្លួនឯងបានទេអ្នកណាថាកូនមិនអាចសម្រេចចិត្តបានលួចរកតាមប្រុសដោយចិត្តឯងរៀបការដោយចិត្តឯងយើងមើលទៅក្នុងភ្នែកនាងប្រហែលជាគ្មានប៉ាម្នាក់នេះទេមើលទៅទោះបីជាថ្ងៃមុខត្រូវរងទុក្ខលំបាកនោះក៏ជាផ្លូវដែលកូនជ្រើសរើសដោយខ្លួនឯងដែរសៀងរូក្នុងជាតិនេះបានត្រឹមវិញជនម្នាក់គឺគ្រប់គ្រាន់ហើយ